ការឧបត្ថម្ភដោយគីណាល់មួយប្រភេទសម្រាប់ការឈឺចុកចាប់មួយប្រភេទគីណាល់អ៊ីបុយសម្រាប់ព្យាបាលឈឺចុកចាប់និងហើមខ្លាំងដូចជាហើមធ្មេញហើមសាច់ដុំក្រិចចង្កេះនិងក្រិចកពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេឋានសូបូកូជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលស៊ីម៉ងអិនទ្រីពេជ្រស៊ុបភរឹងស៊ុបភជាប់ស៊ីនវីងយូជាក្រុមហ៊ុនតែមួយគត់សម្រាប់លោកអ្នកដែលនិយមកាហ្វេធម្មជាតិជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយរិទ្ធមូនីកាអាមេរិកចង់ឲ្យកម្ពុជាមានច្បាប់សម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលប្រកបដោយតម្លាភាពលោកហ៊ុនសែនប្រាប់សង្គមស៊ីវិលកុំឲ្យបារម្ភអំពីច្បាប់ស្តីពីអង្គការនេះគោចបដើរដល់ពាក់កណ្ដាលផ្លូវក្រោយបញ្ចប់សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថាសហគមន៍អន្តរជាតិកំពុងចាញ់ពួកអង្គការរដ្ឋអ៊ីស្លាមអ៊ុយក្រែនទារសំណងពីរុស្ស៊ីចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួននៅគ្រីមេលោកអូបាម៉ាអំពាវនាវឲ្យភូមាបញ្ឈប់ការរើសអើងទៅលើជនជាតិរ៉ូហិញយ៉ាRFI បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃនៅកម្ពុជាលោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារបានត្រឹមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកការពិភាក្សាជាចំហនិងពិចារណាឡើងវិញពីសេចក្តីព្រាងច្បាប់ស្តីអំពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលតាមមន្ត្រីសហរដ្ឋអាមេរិករូបនេះអាមេរិកគ្មានអ្វីក្រៅតែពីការសំណូមពរនោះទេហើយអាមេរិកក៏មិនអាចដាក់សម្ពាធអ្វីផ្សេងបានដែរប្រសិនបើរដ្ឋាភិបាលកម្ពុជាបដិញ្ញាត្រូវតែអនុវត្តសេចក្តីព្រាងច្បាប់នេះប៉ុន្តែអាមេរិកគ្រាន់តែចង់ឲ្យកម្ពុជាមានច្បាប់មួយដែលប្រកបដោយតម្លាភាពប៉ុណ្ណោះយើងស្ដាប់សុសុភារីលោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះគឺជាការលើកឡើងនៅក្នុងសន្និសីទកាសែតបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃនៅកម្ពុជានាស្ថានទូតអាមេរិកក្រុងភ្នំពេញនៅព្រឹកថ្ងៃទី2មិថុនានេះបន្ទាប់ពីបានជួបមន្ត្រីរដ្ឋាភិបាលនិងសង្គមស៊ីវិលមួយចំនួននៅកម្ពុជាលោក Scott Busby បានត្រឹមស្នើឲ្យរដ្ឋាភិបាលគួរតែបង្ហាញជាសាធារណៈពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាមុនសិនមុននឹងសម្រេចចិត្តថានឹងអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះនៅក្នុងខែមិថុនានេះអាមេរិកក៏ចង់ឲ្យរដ្ឋាភិបាលបើកការពិភាក្សាថ្នាក់ជាតិពិនិត្យឡើងវិញជាមួយនឹងសង្គមស៊ីវិលនិងពលរដ្ឋកម្ពុជាផងដែរលោក Scott Busby បានថ្លែងថាប្រទេសណាក៏គួរតែមានច្បាប់នេះដែរប៉ុន្តែច្បាប់នេះគួរតែត្រូវបានពិភាក្សានិងមានការព្រមព្រៀងក្នុងលក្ខខណ្ឌល្អមួយជាមុនសិនមុននឹងសម្រេចចិត្តដាក់ឲ្យប្រើប្រាស់លោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនអាចដាក់សម្ពាធណាមួយដល់កម្ពុជានោះទេប្រសិនបើកម្ពុជាបានអនុម័តច្បាប់នេះប៉ុន្តែអាមេរិកគ្រាន់តែចង់ឲ្យកម្ពុជាមានច្បាប់មួយដែលប្រកបដោយតម្លាភាពគោរពសិទ្ធិមនុស្សត្រឹមត្រូវមិនរឹតបន្តឹងសិទ្ធិសេរីភាពជាពិសេសគឺអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះសូមបញ្ជាក់ថាមកដល់ឆ្នាំ2015នេះមានអង្គការក្រៅរដ្ឋាភិបាលជាង 1000 អង្គការបាននឹងកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាដំណើរទស្សនកិច្ចរបស់លោក Scott Busby នៅពេលនេះនៅមិនទាន់មានឥទ្ធិពលដល់ការតាំងចិត្តរបស់រដ្ឋាភិបាលខ្មែរដែលក្រុងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះទៅរដ្ឋសភានៅថ្ងៃសុក្រនេះនោះទេលោកហៅណាំហងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃអង្គារនេះបានជួបជាមួយនឹងលោក Scott Busby ក្រោយពីជំនុំជប់លោករដ្ឋមន្ត្រីហៅណាំហងបានប្រាប់ទៅលោក Scott Busby ថាពង្រៀងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមិនមានទិសដៅបិទសេរីភាពរបស់ NGO នោះទេតែផ្ទុយទៅវិញពង្រៀងច្បាប់នេះគឺដើម្បីបង្ហាញពីតម្លាភាពរវាង NGO និងរដ្ឋាភិបាលសូមអញ្ជើញស្ដាប់ប្រសាសន៍របស់លោកហៅណាំហងការព្រៀងច្បាប់អំពីសមាគមនិង NGO នេះមិនមែនមានទិសដៅប្រឆាំងឬហាមឃាត់ឬកំណត់កម្រិតសមភាពរបស់ NGO នោះទេទុយទៅវិញជួយយ៉ាងណាឲ្យមានសហប្រតិបត្តិការគ្នាឲ្យល្អឲ្យមានតម្លាភាពដោយសារកម្ពុជាសប្តាហ៍កំពុងតែពង្រឹងនីតិរដ្ឋរដ្ឋាភិបាលធ្វើអ្វីៗក្នុងតម្លាភាពទាំងអស់ពលរដ្ឋ NGO សមាគមសង្គមស៊ីវិលក៏គួរមានតម្លាភាពដូចជាដែរមានអ្វីដែលត្រូវដាក់លៀងទេបើយើងធ្វើការជួយប្រជាជនកម្ពុជាគឺធ្វើការល្អមានអ្វីដែលត្រូវដាក់លៀងទេនេះខ្ញុំបានជម្រាបគាត់ចឹង
អរគុណអេងគឹមហុងដែលបានរៀបចំប្រសាសន៍លោករដ្ឋមន្ត្រីការបរទេសកម្ពុជាចំណែកលោកនាយរដ្ឋមន្ត្រីហ៊ុនសែននៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ41នាព្រឹកថ្ងៃអង្គារនេះបានគូបញ្ជាក់ជាថ្មីម្ដងទៀតអំពីភាពចាំបាច់នៅក្នុងការបង្កើតឲ្យមានច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលទន្ទឹមគ្នានេះលោកនាយរដ្ឋមន្ត្រីក៏បានប្រាប់អង្គការសង្គមស៊ីវិលទាំងអស់កុំឲ្យបារម្ភអំពីច្បាប់អង្គការនេះកុំបារម្ភព្រោះថាច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីការពារទ្រទ្រង់និងបើកទូលាយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលទាំងអស់ក្រោមការធានារបស់ច្បាប់សូមអញ្ជើញលោកនាងស្ដាប់ប្រសាសន៍របស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនអញ្ចឹងទេបានប្រទេសរបស់យើងចាំបាច់ណាស់ត្រូវមានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនិងសមាគមមួយជាក់យើងអត់ចង់សម្លាប់មន់យកពងទេយើងចង់ចិញ្ចឹមមន់ឲ្យថត់ដើម្បីផ្ដល់ពងផ្ដល់សាច់បានតែគេថាច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាលឬសមាគមគឺជាច្បាប់ដែលទ្រទ្រង់ឲ្យសកម្មភាពទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាលឬសមាគមប្រព្រឹត្តទៅដោយមានច្បាប់ធានានិងការពារហើយលើកទឹកចិត្តឲ្យធ្វើសកម្មភាពរាជរដ្ឋាភិបាលនឹងអនុម័តនៅច្បាប់នេះនៅពេលខាងមុខហើយនឹងបញ្ជូនទៅសភាហើយការពិគ្រោះយោបល់មិនមែនទៅនឹងរឿងថ្មីថ្មោងទេពិគ្រោះយោបល់នឹងវាច្រើនពេកហើយឥឡូវធៀបចូលថ្មីបន្ថែមទៀតក៏ត្រូវបានយកចិត្តទុកដាក់ប្រទេសដទៃមានច្បាប់ប្រទេសខ្មែរហេតុអ្វីបានគេជំទាស់នឹងច្បាប់ប៉ុន្តែឥឡូវសម្លេងហាក់ដូចជាមិនជំទាស់នឹងមិនឲ្យចេញច្បាប់ទេប៉ុន្តែសូមពិគ្រោះយោបល់ហើយយោបល់នេះយើងបានយកចិត្តទុកដាក់ពេញទៅមុខអ្វីដែលយើងអាចទទួលបានអ្វីដែលយើងមិនអាចទទួលបានសូមឲ្យអង្គការក្រៅរដ្ឋាភិបាលនានាឬសមាគមកុំបារម្ភពីរឿងច្បាប់នេះនឹងការពារអ្នកច្បាប់នេះនឹងទ្រទ្រង់ឲ្យអ្នកច្បាប់នេះនឹងបើកទូលាយសកម្មភាពឲ្យអ្នកទៅតាមផ្លូវច្បាប់មួយការធានាលើផ្លូវច្បាប់មួយគឺបានសង្កេតថាធ្វើអ្វីក៏ដោយមានច្បាប់គ្រប់គ្រងអរគុណអមរជនាដែលបានរៀបចំប្រសាសន៍លោកនាយរដ្ឋមន្ត្រីហើយជំវិញប្រធានបទនេះយើងនឹងងាកមកលម្អិតបន្ថែមទៀតនៅក្នុងនីតិភ្ញាប្រចាំថ្ងៃរបស់យើងនៅពេលបន្តិចទៀតនេះនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ41នៅព្រឹកថ្ងៃអង្គារនេះដែរលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជានិងចិនដែលបានឈានឡើងពីស្ថានភាពជាអ្នកជិតខាងល្អមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ2010ទន្ទឹមនឹងទំនាក់ទំនងនេះជំនួយឥតសំណងរបស់ចិនដល់កម្ពុជាបានកើនឡើងកាន់តែច្រើនជាបន្តបន្ទាប់បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាជំនួយឥតសំណងរបស់ចិនបានកើនឡើងពី700លានយួនស្មើនឹងប្រមាណ100លានដុល្លារនៅឆ្នាំ2014ដល់1000លានយួនស្មើនឹងប្រមាណ140លានដុល្លារនៅឆ្នាំ2015នេះចំណែកនៅក្នុងជំនួបជាមួយនឹងលោកហៅណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជាក្រៅតែពីបញ្ហាជុំវិញសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលលោក Scott Busby ក៏បានស្នើឲ្យរដ្ឋាភិបាលខ្មែរជួយទទួលយកនៅជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមបន្ថែមទៀតដើម្បីឲ្យពួកគេមានសិទ្ធិស្របច្បាប់រស់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែសំណើនេះត្រូវបានរដ្ឋមន្ត្រីការបរទេសកម្ពុជាបដិសេធដោយថាកម្ពុជាមិនមានកន្លែងសម្រាប់គ្រប់គ្រាន់សម្រាប់ជនភៀសខ្លួននោះទេយ៉ាងណាក៏ដោយកម្ពុជាអាចពិចារណាចំពោះសំណើរបស់អាមេរិកនេះសូមបញ្ជាក់ថាកម្ពុជាធ្លាប់បានទទួលជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមចំនួន13នាក់ឲ្យមានសិទ្ធិស្របច្បាប់រស់នៅកម្ពុជាបន្ទាប់ពីពួកគេបានឆ្លងដែនតាមខេត្តមណ្ឌលគិរីនិងបន្ទាប់មកមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិដើម្បីជួយផ្ដល់សិទ្ធិដល់ពួកគេពលករខ្មែរ39នាក់មកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃអង្គារទី2មិថុនានេះបន្ទាប់ពីពួកគេទាំង39នាក់ត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទរបស់ថៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលឡែកនៅម៉ោង 10:30 នាទីព្រឹកថ្ងៃនេះកោជបទើបតែបានបញ្ជូនសេចក្តីព្រាងប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតទៅកាន់សហភាពអឺរ៉ុបនិងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដើម្បីពិនិត្យនិងផ្ដល់អនុសាសន៍បន្ថែមកោជបបានដើរដល់ពាក់កណ្ដាលផ្លូវហើយក្រោយពីបញ្ចប់សេចក្តីព្រាងប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដែលមានកម្រាស់85ទំព័រនិង6ជំពូកនេះមុនពេលការចុះឈ្មោះសាកល្បងនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះវ៉ាសំណប់រាយការណ៍សេចក្តីព្រាងប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីទើបតែបានព្រាងចប់កាលពីពេលថ្មីនេះត្រូវបានលោកហងពធាសមាជិកទី9របស់គល់ជបនិងជាអ្នកនាំពាក្យផងនោះបានបញ្ជូនទៅកាន់សហភាពអឺរ៉ុបនិងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដើម្បីពិនិត្យនិងផ្ដល់អនុសាសន៍កាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2015នេះ
បើតាមលោកហងពុធាភាគីជប៉ុននិងសហភាពអឺរ៉ុបត្រូវការពេលវេលាដល់ទៅ3សប្តាហ៍ដើម្បីបកប្រែនិងពិនិត្យទៅលើសេចក្តីព្រាងប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនេះមុនពេលពួកគេផ្ដល់អនុសាសន៍បន្ថែមគូជបរំពឹងថានឹងទទួលបានអនុសាសន៍ថ្មីបន្ថែមទៀតពីដៃគូសហការធំៗទាំងពីរមុនពេលសេចក្តីព្រាងនេះដាក់ជូនគណៈបកនយោបាយនិងភាគីពាក់ព័ន្ធពិនិត្យបន្ថែមសេចក្តីព្រាងប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះមានកម្រាស់85ទំព័រនិងចែកចេញជា6ជំពូកដោយបានចែងអំពីការគ្រប់គ្រងការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតពីការងារបណ្ដុះបណ្ដាលអប់រំអ្នកបោះឆ្នោតនិងការងារព័ត៌មានសាធារណៈការចែងពីការិយាល័យចុះឈ្មោះបោះឆ្នោតនិងការិយាល័យបោះឆ្នោតដំណើរការចុះឈ្មោះបោះឆ្នោតនិងរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីការដាក់ទទួលនិងដោះស្រាយបណ្ដឹងនិងនៅជំពូកចុងក្រោយបានចែងពីភ្នាក់ងារគណៈបកនយោបាយនិងអ្នកសង្កេតការបោះឆ្នោតជាដើមយោងតាមលិខិតរបស់គូជបផ្ញើជូនសហភាពអឺរ៉ុបនិងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដែលមានភ្ជាប់ជាមួយនឹងសេចក្តីព្រាងនេះបានបញ្ជាក់ថាភាគីសហភាពអឺរ៉ុបនិងជប៉ុនមានពេលវេលារហូតដល់ថ្ងៃទី23ខែមិថុនាដើម្បីពិនិត្យនិងផ្ដល់អនុសាសន៍ដើម្បីគូជបយកជាមូលដ្ឋានបន្ថែមទៀតដើម្បីសម្រេចជាចុងក្រោយបើតាមលោកហំពុធាបើគ្មានការប្រែប្រួលទេនោះដំណើរការចុះឈ្មោះបោះឆ្នោតសាកល្បងមួយដោយប្រើប្រព័ន្ធកុំព្យូទ័រនឹងរៀបចំធ្វើឡើងនៅអំឡុងខែសីហាឆ្នាំ2015ខាងមុខនេះខណៈដែលការចុះឈ្មោះបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅក្នុងអំឡុងខែមីនាឬខែឧសភាឆ្នាំ2016សិក្ខាសាលាជ្រើសរឿងជោគជ័យលេចធ្លោពីសហគមន៍រយៈពេល2ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី3ដល់ថ្ងៃទី4មិថុនានៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចនៃក្រសួងមហាផ្ទៃក្រុងភ្នំពេញបើតាមមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចសិក្ខាសាលានេះគឺធ្វើឡើងនៅក្នុងគោលដៅចែករំលែកបទពិសោធន៍នៃការជ្រើសរើសរឿងជោគជ័យនៅក្នុងស្រុកនិងរឿងជោគជ័យលេចធ្លោនៅក្នុងសហគមន៍ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិព្រះរាជពិធីដង្ហែព្រះរាជបរមងារកិត្តិយសព្រះស្រីលោកធម្មគរាជថ្វាយដល់ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី3មិថុនាស្អែកនេះហើយនៅខាងមុខព្រះបរមរាជវាំងដើម្បីសម្រួលដល់ការប្រារព្ធពិធីនេះដែលមានអ្នកចូលរួមរាប់ពាន់នាក់សាលារាជធានីភ្នំពេញបានបិទចរាចរណ៍ផ្លូវមួយចំនួននៅថ្ងៃទី2មិថុនាចរាចរណ៍ទាំងស្រុងលើកំណាត់វិថីព្រះស៊ីសុវត្ថិមុខព្រះបរមរាជវាំងនិងវិថីសុធារុត្រូវបានបិទចំណែកនៅព្រឹកថ្ងៃទី3មិថុនាស្អែកផ្លូវមុខព្រះបរមរាជវាំងនិងបរិវេណប្រារព្ធពិធីដែលរួមមានវិថីព្រះស៊ីសុវត្ថិផ្លូវលេខ178ផ្លូវលេខ19មហាវិថីព្រះសុរាម្រិតមហាវិថីព្រះនរោត្តមជាដើមនឹងត្រូវបិទហើយពីម៉ោង6ល្ងាចដល់ម៉ោង8យប់ចរាចរណ៍គ្រប់ជលយាននិងកាណូតនឹងបិទមិនឲ្យចរាចរណ៍ទេដើម្បីសុវត្ថិភាពនៅក្នុងពេលឲ្យកំជួចនៅខាងមុខព្រះបរមរាជវាំងសូមបញ្ជាក់ថាព្រះបរមងារកិត្តិយសព្រះស្រីលោកធម្មគរាជនេះមានន័យថាព្រះរាជាមានគុណធម៌ខ្ពស់បំផុតជាគំរូនៅក្នុងការប្រតិបត្តិនិងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោកយើងបានព័ត៌មានអន្តរជាតិស្ដីពីវិបត្តិជនអន្តោប្រវេសន៍នៅអាស៊ីភូមាទំនងមិនបន្ទន់ចំហនៅក្នុងវិបត្តិជនអន្តោប្រវេសន៍ជនជាតិភាគតិចរ៉ូហិញយ៉ាកាលពីថ្ងៃច័ន្ទទីហ៊ានជើងទឹកភូមានៅបន្តខាត់ទូកដឹកជនអន្តោប្រវេសន៍ប្រមាណ700នាក់នៅសមុទ្រអង់ដាម៉ង់3ថ្ងៃមកហើយទូកដឹកជនអន្តោប្រវេសន៍ដែលមានជនជាតិបង់ក្លាដេសនិងរ៉ូហិញយ៉ាត្រូវបានទីហ៊ានជើងទឹកភូមាខាត់ចាប់នៅក្នុងសមុទ្រនិងរារាំងមិនឲ្យបើកចូលច្រាំងនៅក្នុងទឹកដីភូមាទេនៅថ្ងៃច័ន្ទម្សិលមិញដែរប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានអំពាវនាវដល់រដ្ឋាភិបាលភូមាឲ្យបញ្ឈប់ការរើសអើងទៅលើជនជាតិរ៉ូហិញយ៉ានៅក្នុងសំណុំរឿងជនជាតិរ៉ូហិញយ៉ានេះដែរគឺក្រុងដែលវារងគ្រោះថ្នាក់នៅក្នុងការជួញដូរមនុស្សរដ្ឋាភិបាលថៃនៅថ្ងៃអង្គារនេះបានប្រកាសធ្វើប្រតិបត្តិការធំមិនធ្លាប់មានតាមចាប់មន្ត្រីយោធាជាន់ខ្ពស់ដែលមានជាប់ពាក់ព័ន្ធទៅនឹងការជួញដូរជនអន្តោប្រវេសន៍តាមមេប៉ូលីសថៃឧត្តមសេនីយ៍តូម៉ាណាសកុងប៉ានអាយុ58ឆ្នាំរួមទាំងមនុស្សជាង30នាក់ផ្សេងទៀតកំពុងត្រូវប៉ូលីសថៃតាមរកចាប់ខ្លួននៅក្នុងបទបានចូលរួមនៅក្នុងការបណ្ដាញជួញដូរជនអន្តោប្រវេសន៍នៅភាគខាងត្បូងប្រទេសថៃយើងនឹងត្រឡប់មកនិយាយពីវិបត្តិជនអន្តោប្រវេសន៍ជាពិសេសជនជាតិរ៉ូហិញយ៉ាឡើងវិញនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃដោយយើងមានអន្តរាគមន៍ពីជាងបុប្ផានៅពេលបន្តិចទៀតនេះ
ប្រទេសចិនក្រុមអ្នកច្រមុជទឹកនៅរសៀលនេះបានជួយសង្គ្រោះស្ត្រីម្នាក់អាយុ65ឆ្នាំបន្ទាប់ពីការលេចនាវាកាលពីព្រឹកមិញគាត់ជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្ស13នាក់ដែលត្រូវបានគេជួយសង្គ្រោះយ៉ាងណាក៏ដោយគេសង្ឃឹមថានឹងមានមនុស្សជាច្រើនដែលអាចនៅរស់រានមានជីវិតគួរជំរាបជូនថានាវា Dongfang Shixing ឬហៅថា Eastern Star បានលេចនៅព្រឹកថ្ងៃអង្គារនេះនៅក្នុងទន្លេយ៉ងសេហើយនាវាមានដឹកអ្នកដំណើរជាង450នាក់ភាគច្រើនគឺជាមនុស្សចាស់នៅថ្ងៃទី2មិថុនានេះក្រុមសម្ព័ន្ធមិត្តជាង20ប្រទេសដែលចូលរួមនៅក្នុងប្រតិបត្តិការវាយប្រហារផ្លូវអាកាសតាំងពីមួយឆ្នាំមុនប្រឆាំងទៅនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់បានជួបប្រជុំគ្នានៅទីក្រុងប៉ារីជាមួយនឹងវត្តមាននាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីនេះប្រព្រឹត្តទៅនៅក្នុងបរិបទតានតឹងជាពិសេសគឺថាព្រោះពួកជីហាតអ៊ីស្លាមមួយរយៈចុងក្រោយនេះមានសន្ទុះខ្លាំងដណ្ដើមកាន់កាប់ក្រុងបុរាណបាល់មៀរបស់ស៊ីរីផងនិងក្រុងយុទ្ធសាស្ត្ររ៉ាម៉ាឌីរបស់អ៊ីរ៉ាក់ផងយើងស្ដាប់អៀងសុកមិញនាឱកាសធ្វើសន្និសីទកាសែតលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានធ្វើការបរិហារនិងចង្អុលមុខសហគមន៍អន្តរជាតិថាកំពុងតែចាញ់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមមានតែពាក្យតែសកម្មភាពជាក់ស្ដែងតិចតួចគាំទ្រអ៊ីរ៉ាក់ចុងដៃចុងជើងបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីទាហានដែលអ៊ីរ៉ាក់កំពុងតែប្រយុទ្ធជាមួយរាល់ថ្ងៃគឺជាបរទេសជាពួកភេរវជនមកពីតំបន់អារ៉ាប៊ីសាអូឌីតឈូសមុទ្រពាក់អេស៊ីបស៊ីរីទូគីឬក៏អឺរ៉ុបហេតុអ្វីបានជាដូច្នេះនេះគឺជាបញ្ហាអន្តរជាតិដែលត្រូវដោះស្រាយថ្នាក់អន្តរជាតិការបរិហារនេះធ្វើឡើងតែប៉ុន្មាននាទីមុនការបើកជាផ្លូវការជំនួបប្រជុំនៅទីក្រុងប៉ារីដែលបារាំងនិងក្រុមប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតជា20ប្រទេសត្រូវចោទសួរអំពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីនិងនៅអ៊ីរ៉ាក់ក៏ប៉ុន្តែបើតាមប្រភពការទូតបារាំងគ្មានទេការសើរើមូលដ្ឋានគ្រឹះនៃកម្លាំងសម្ព័ន្ធមិត្តឬក៏អាចបកស្រាយបានថាបើទោះបីជាពួកអង្គការរដ្ឋអ៊ីស្លាមរត់ទៅមុខដណ្ដើមទឹកដីបានច្រើនជាងមុខយ៉ាងណាក៏ដោយក៏យុទ្ធសាស្ត្ររបស់សម្ព័ន្ធមិត្តនៅដដែលគឺវាយប្រហារតាមផ្លូវអាកាសហើយកម្លាំងទាហានអ៊ីរ៉ាក់និងគៀវជាអ្នកប្រយុទ្ធនៅលើដីការកើនឡើងនៃចំនួនជនជីហាតបរទេសទៅក្នុងជួរអង្គការរដ្ឋអ៊ីស្លាមការប្រយុទ្ធប្រឆាំងនឹងបណ្ដាញហិរញ្ញវត្ថុរបស់ពួកអ៊ីស្លាមជ្រុលនិយមព្រមទាំងអំពីសង្គ្រាមចិត្តសាស្ត្រដោយត្រូវធ្វើការឃោសនាប្រឆាំងនឹងមនោគមវិជ្ជាអូទីរបស់អង្គការរដ្ឋអ៊ីស្លាមក៏សុទ្ធសឹងតែជាប្រធានបទសំខាន់ដែលសម្ព័ន្ធមិត្តត្រូវពិចារណារួមគ្នាជាចុងក្រោយក្រុមប្រទេសសម្ព័ន្ធមិត្តទំនងជានឹងត្រូវបន្ទន់ខ្លួនមើលនយោបាយគាំទ្រប្ររដ្ឋាភិបាលអ៊ីរ៉ាក់ដោយស្នើសុំឲ្យមានការផ្សះផ្សាជាតិរវាងសហគមន៍ស៊ីអ៊ីតនិងស៊ូនីតនៅក្នុងប្រទេសសូមបញ្ជាក់ថាតាំងតែពីពួកអង្គការរដ្ឋអ៊ីស្លាមដណ្ដើមកាន់កាប់បានទីក្រុងប៉ាល់មៀរបស់ស៊ីរីនិងរ៉ាម៉ាឌីរបស់អ៊ីរ៉ាក់មកទំនាក់ទំនងអ៊ីរ៉ាក់បច្ចឹមលោកមានសភាពតានតឹងខ្លាំង Washington បានចោទប្រកាន់ទេអ៊ីរ៉ង់ថាគ្មានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធឯអឺរ៉ុបវិញយល់ថាភាពប្រេឆាសហគមន៍បានសម្រួលឲ្យអង្គការរដ្ឋអ៊ីស្លាមចំណេញអំណាចនយោបាយបង្រួបបង្រួមសហគមន៍អារ៉ាប់គឺជាគន្លឹះនៃការយកឈ្នះពួកអង្គការនេះអ៊ុយក្រែនទារសំណងពីរុស្ស៊ីចំពោះការបាត់បង់ទ្រព្យសម្បត្តិខ្លួននៅគ្រីមេក្រុងគៀវបានដាក់ពាក្យប្តឹងទៅតុលាការអឺរ៉ុបខាងសិទ្ធិមនុស្សប្តឹងទល់នឹងមូស្គូដើម្បីនៅក្នុងករណីបើមានការសម្រេចចិត្តជាវិជ្ជមានរបស់តុលាការនេះគឺទាមទារឲ្យរឹបអូសយកកម្មសិទ្ធិនានារបស់រុស្ស៊ីនៅបរទេសគ្រាន់នឹងប៉ះប៉ូវការបាត់បង់ទ្រព្យសម្បត្តិអ៊ុយក្រែននៅគ្រីមេក្រោយពីទៀបកោះនេះរបស់អ៊ុយក្រែនត្រូវបានភ្ជាប់ទៅនឹងជាដែនដីសហព័ន្ធរុស្ស៊ីយើងស្ដាប់កៅឆាយាសេចក្តីនេះត្រូវបានថ្លែងថ្ងៃច័ន្ទទី1មិថុនាតាមកាណាល់ទូរទស្សន៍ក្រុងគៀវដោយអនុទី1នៃរដ្ឋមន្ត្រីក្រសួងយុតិធម៌អ៊ុយក្រែនលោកស្រីណាតាលីយ៉ាសេវាស្ចាណូវ៉ាមុនពេលនេះបន្តិចលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែនអាក្សេញីយ៉ាត់សេញុកថ្លែងថាក្រុងគៀវមានរំលងក្តីក្តាំជាមួយម៉ូស្គូទាក់ទងនឹងហេតុការណ៍ជាក់លាក់នៃទ្រព្យសម្បត្តិនីមួយៗដែលអ៊ុយក្រែនបាត់បង់ទៅនៅគ្រីមេតាមសម្ដីមន្ត្រីជាន់ខ្ពស់នោះនៃក្រសួងយុតិធម៌អ៊ុយក្រែនបច្ចុប្បន្នរុស្ស៊ីមានកម្មសិទ្ធិយ៉ាងច្រើននៅតាមប្រទេសឯទៀតហើយកាលណាតុលាការកំណត់ជាក់លាក់មែនទឹកប្រាក់សំណងដែលត្រូវទារពីរុស្ស៊ីនោះដំណាក់កាលនៃសេចក្តីយុតិធម៌នឹងឈានមកដល់ហើយការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅបរទេសនឹងក្លាយទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធភាពក្រៃចំណែកក្រុងម៉ូស្គូចាត់ទុកពាក្យប្តឹងរបស់អ៊ុយក្រែនថាគ្មានអនាគតទេត្បិតក្នុងខែមេសាកន្លងទៅតាមសំណុំពររដ្ឋាភិបាលរុស្ស៊ីតុលាការអឺរ៉ុបខាងសិទ្ធិមនុស្សបានពន្យាពេលរហូតដល់ថ្ងៃ25កញ្ញាឯណោះសម្រាប់រុស្ស៊ីលាតត្រដាងគូជំហរខ្លួនជុំវិញបណ្ដឹងអ៊ុយក្រែនកាលពីខែមីនាឆ្នាំនេះក្រសួងការបរទេសអ៊ុយក្រែនអះអាងថា
ក្រោយពីភ្ជាប់យកទឹកដីគ្រីមេរុស្ស៊ីបានធ្វើជាទូបនីយកម្មដោយខុសច្បាប់សហគ្រាសអ៊ុយក្រែនចំនួនជាង400ទីតាំងនិងបានចាប់យកដោយខុសច្បាប់ដែរអណ្ដូងឧស្ម័នធម្មជាតិរបស់អ៊ុយក្រែន18កន្លែងតាមមតិក្រសួងនេះដោយប្រព្រឹត្តបទឧក្រិដ្ឋអន្តរជាតិរុស្ស៊ីបំពានលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិបានបំផ្លាញតុល្យភាពកម្លាំងនៅតំបន់បានបង្កឲ្យមានវិបត្តិសន្តិសុខធំបំផុតនៅអឺរ៉ុបគិតតាំងពីពេលចប់ទៅនៃសង្គ្រាមលោកលើកទី2លោកស្រីអនុទី1នៃរដ្ឋមន្ត្រីក្រសួងយុតិធធអ៊ុយក្រែនណាតាលីយ៉ាសេវ៉ាស្យ៉ានវ៉ាក៏បានឲ្យដឹងដែរថាគ្រាន់តែចំពោះការបាត់បង់សហគ្រាសខ្លួននៅគ្រីមេអ៊ុយក្រែនអាចទារពីរុស្ស៊ីនៅសំណងប្រមាណ48,000 លានដុល្លារលោកប្រធានាធិបតីរុស្ស៊ីពូទីនធ្លាប់បានថ្លែងថាប្រជាមតិនៅគ្រីមេស្ដីអំពីចេតនាប្រជាជនទាបកោះនេះភ្ជាប់មកនឹងមាតុប្រទេសរុស្ស៊ីវិញគឺស្របទាំងស្រុងនឹងបទដ្ឋាននៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិវិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកនាងជាទីគោរពជាបន្តទៀតនេះលោកអ្នកបានស្ដាប់នីតិភាពប្រចាំថ្ងៃរៀបចំដោយវ៉ាសំណប់ក្រោយមកគឺជានីតិប្រកាសអន្តរជាតិប្រចាំថ្ងៃរៀបចំដោយជាមុផាបន្តមកទៀតលោកអ្នកបានស្ដាប់នីតិបទយការបស់ហេងឧត្តមហើយចុងក្រោយលោកអ្នកបានស្ដាប់នីតិអក្សរសិល្ប៍ខ្មែរដែលរៀបចំដោយវ៉ាន់ឌីកាអុនភ្ញៀវប្រចាំថ្ងៃជាប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅយប់នេះគឺលោកមេធាវីសុកសំអឿនប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សហៅកាត់ថាច្រាក់ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋាភិបាលគ្រោងនឹងអនុម័តនៅថ្ងៃសុក្រទី5មិថុនាខាងមុខបើទោះបីជាក្រុមអង្គការសង្គមស៊ីវិលនិងឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Scott Busby បានជំរុញឲ្យមានការពិភាក្សាប្រកបដោយតម្លាភាពមុនពេលអនុម័តក្តីប៉ុន្តែយ៉ាងណាក៏ដោយលោកមេធាវីសុកសំអឿនរំពឹងថារដ្ឋាភិបាលនឹងសម្រេចចិត្តប្រកបដោយភាពវៃឆ្លាតទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះខាងក្រោមនេះគឺជាបទសម្ភាសន៍រវាងវ៉ាសំណប់និងលោកសុកសំអឿនលោកមេធាវីសុកសំអឿនខ្ញុំសូមជម្រាបសួរបាទជំរាបសួរលោកមេធាវីខ្ញុំសូមអរគុណច្រើនដល់លោកមេធាវីដែលបានអនុញ្ញាតឲ្យខ្ញុំបានជួបសម្ភាសន៍ដោយផ្ទាល់នៅក្នុងនីតិវិទ្យាប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅរាត្រីនេះលោកមេធាវីសុកសំអឿនភាពចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅតែបន្តកើតមាននៅពេលដែលរដ្ឋាភិបាលមិនបង្អង់ដៃក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅអនុម័តនៅថ្ងៃសុក្រទី5ខែមិថុនាខាងមុខនេះជាសំណួររបស់ខ្ញុំតើមានចំណុចអ្វីខ្លះដែលអង្គការសង្គមស៊ីវិលកម្ពុជាភាគច្រើននៅកម្ពុជាបានបារម្ភពីសេចក្តីព្រាងច្បាប់នេះទីមួយសេចក្តីព្រាងច្បាប់នេះខ្ញុំអត់បានឃើញតែតាមមានរូបរាងអីណាក៏តែអ្វីដែលយើងព្រួយបារម្ភទីមួយគឺលំហូរនៃថវិកាលំហូរមូលនិធិព្រោះនៅប្រទេសខ្លះលំហូរហ្នឹងគេឲ្យតម្រូវឲ្យឆ្លងប្រទេសខ្លះដែលគាត់ប្រឹកព្រៀងឬក៏គាត់គៀបសង្កត់ទីថារឹតបន្តឹងអង្គការសមាគមសិទ្ធិមនុស្សហ្នឹងគឺភាគច្រើនគឺគាត់តម្រូវឲ្យលំហូរហ្នឹងចូលតាមរដ្ឋាភិបាលសិនបានរដ្ឋាភិបាលចែកចាយអញ្ចឹងយើងមានការបារម្ភចំណុចហ្នឹងមួយទី2គឺយើងបារម្ភពីការត្រួតពិនិត្យខ្លាំងពេកពីរចនាសម្ព័ន្ធរបស់អង្គការកន្លងមកខ្ញុំដែលចាប់អារម្មណ៍គឺថាមានចំណុចខ្លះដូចថាគេតម្រូវឲ្យខាងអង្គការត្រូវមានរចនាសម្ព័ន្ធចេះមានចេះហ្មងអញ្ចឹងណាហើយដូច្នេះខ្ញុំគិតថាគួរតែរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពក្នុងការដែលឲ្យអង្គការគេនីមួយៗហ្នឹងគេមានការទទួលក្នុងការរៀបចំរចនាសម្ព័ន្ធរបស់គេទៅកុំមកតែតម្រូវឲ្យឯងកុំធ្វើអញ្ចឹងអត់ត្រូវធ្វើចេះតាមខ្ញុំវិញត្រូវមានចេះអត់កើតទេពីព្រោះចង្ការពេលខ្លះអង្គការខ្លះគាត់ធ្វើទៅគាត់រៀបចំរចនាសម្ព័ន្ធរបស់គាត់ទៅតាមទំហំថវិការបស់គាត់មិនមានន័យថាអ្នកឯងត្រូវតែមានកណន័យមិនបើលុយដែលទទួលថវិកាមកមានបន្តិចចែកកណន័យទៅអស់បានតែមានអីធ្វើសកម្មភាពកើតអញ្ចឹងណាបណ្ដាលោកមេធាវីនៅថ្ងៃនេះទាំងប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោកហ៊ុនសែននិងប្រមុខការទូតកម្ពុជាលោកហៅនំហុងសុទ្ធតែបានអះអាងថាសូមកុំឲ្យអង្គការសង្គមស៊ីវិលនឹងមានការព្រួយបារម្ភខ្លាំងពេកទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនឹងផ្ទុយទៅវិញសេចក្តីព្រាងច្បាប់នេះគឺបានជួយការពារហើយនឹងផ្ដល់និងជំរុញបន្ថែមទៀតដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបន្ថែមតទៀតតើលោកមេធាវីយល់ស្របទៅនឹងការអាងបែបនេះដែរទេបាទចំណុចហ្នឹងខ្ញុំដូចជាមិនសូវជាទុកចិត្តមកទេ
យ៉ាងណាព្រោះជាទូទៅអដែងទម្រង់នៃច្បាប់ហ្នឹងថាអាចមាន3ផ្នែកឬក៏3ប្រភេទខុសៗគ្នាច្បាប់បែបហ្នឹងខ្លះគេថាគឺគាត់គ្រាន់តែចែងពីបែបបទនៃការចុះបញ្ជីទេបើអញ្ចឹងវាមិនសូវមានបញ្ហាទេក៏មានបញ្ហាទីជួយដែរដូចខ្ញុំបាននិយាយអញ្ចឹងគេថាកុំឲ្យប្រត់ព្រៀងឬរចនាសម្ព័ន្ធរបស់អង្គការគេសមាគមគេទី1ទី2គឺច្បាប់ខ្លះហ្នឹងគេថាដូចថាគៀបសង្កត់ឬក៏គៀបដូចថាត្បិតត្បៀតដល់សិទ្ធិការអនុវត្តសកម្មភាពរបស់អង្គការសមាគមហ្នឹងច្បាប់ខ្លះគឺដូចមិញបាននិយាយអញ្ចឹងគេថារដ្ឋាភិបាលហ្នឹងគេថាជួយបើកសេរីភាពមកលោកមេធាវីនៅក្នុងសន្និសីទកាសែតពេលថ្មីនេះក្រុមអង្គការសង្គមស៊ីវិលស្នើសុំចំនួន2ចំណុចទី1គឺសូមឲ្យរដ្ឋាភិបាលនឹងបង្ហាញសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនឹងហើយទី2គឺសូមឲ្យរដ្ឋាភិបាលនឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈដើម្បីឲ្យមានការបង្ហាញឬក៏ចូលរួមមតិយោបល់របស់អង្គការសង្គមស៊ីវិលនឹងតើលោកមេធាវីមើលទៅឃើញថាហេតុអ្វីបានជារដ្ឋាភិបាលនៅតែមិនហ៊ានបញ្ចេញសេចក្តីព្រាងច្បាប់នឹងជាសាធារណៈឲ្យមានការចូលរួមពីសង្គមស៊ីវិលផងបាទរឿងហេតុអ្វីខ្ញុំមិនដឹងដែរណាក៏ប៉ុន្តែនិយាយរួមទៅយើងទទួលស្គាល់ថានៅមុនឆ្នាំក្នុងកំឡុងឆ្នាំ2011 2012គឺមានការរដ្ឋាភិបាលមានការជជែកគ្នា2011ណាដូចជា2011មានការជជែកគ្នាអាហ្នឹងយើងឃើញថាមានការអញ្ជើញខាងសង្គមស៊ីវិលពួកខ្ញុំអីទៅចូលរួមមែនក៏តែដល់ក្រោយពេលអាណត្តិក្រោយនេះស្រាប់បិទឈឹងហ្មងតែទៅហ្នឹងក៏យើងសង្កេតឃើញថាមន្ត្រីដែលទទួលបន្ទុកក៏ខុសគ្នាដែរគឺផ្លាស់ប្ដូរការមន្ត្រីទទួលបន្ទុកកាលមុនគឺអាយដាមលុតសាអានអាហ្នឹងលោកយើងឃើញថាមានការជជែកគ្នាមានការហៅសង្គមស៊ីវិលទៅជជែកហេតុផលអញ្ចឹងណាហើយនៅក្នុងនោះខ្ញុំសូមបញ្ជាក់ផងដែរថាគឺពេលដែលយើងជជែកគ្នាយើងខាងអ្នកជំនាញខាងរដ្ឋាភិបាលក៏គេស្ដាប់យើងអីយើងអញ្ចឹងដែរហើយក៏ចំណុចមួយដែលខ្ញុំចង់ឲ្យចាប់អារម្មណ៍ដែរត្រង់ថានៅពេលនោះយើងសង្កេតឃើញថាមន្ត្រីរដ្ឋាភិបាលដំបូងគឺគាត់និយាយមកគាត់ដឹងគាត់យល់ពីរឿងរចនាសម្ព័ន្ធសមាគមទេតែអត់ដឹងថាអង្គការក្រៅរដ្ឋាភិបាលហ្នឹងក្រៅមានរចនាសម្ព័ន្ធមិនទេហើយសូមបញ្ជាក់ផងដែរថាអង្គការក្រៅរដ្ឋាភិបាលហ្នឹងក្រៅមានច្រើនផ្នែកមានអង្គការខ្លះទៅគេមានដូចធំទៅគេរចនាសម្ព័ន្ធគេរៀងធំទៅខ្លះទូទៅខ្លះនៅតាមឃុំសង្កាត់អត់មានរចនាសម្ព័ន្ធអីអត់មានអីឲ្យវាដូចថាវាហឹកហាក់អីក៏មានដែរមានគ្រប់ប្រភេទបាទលោកមេធាវីនៅក្នុងសប្តាហ៍នេះបើតាមការអានពីមន្ត្រីរដ្ឋាភិបាលហ្នឹងគឺច្បាប់នេះនឹងត្រូវអនុម័តហើយតែប៉ុន្តែត្រូវអនុម័តតាំងពីថ្ងៃសុក្រសប្តាហ៍មុនឯនោះប៉ុន្តែដោយសារតែអវត្តមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលបានអះអាងហើយថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី5ខែមិថុនាខាងមុខនេះប្រសិនបើទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តតើនេះជាការបិទផ្លូវនៅក្នុងការចូលរួមរបស់សង្គមស៊ីវិលហើយឬក៏យ៉ាងណាយើងរួមរឿងលទ្ធិប្រជាធិបតេយ្យមិនមែនធ្វើតែក្នុងរដ្ឋាភិបាលទេនៅលើសភាដែរហើយដូច្នេះក្នុងបន្ទាប់ពីនេះមកគឺថាយើងពួកយើងរួមទៅពួកខ្ញុំអង្គការសង្គមស៊ីវិលធ្លាប់បានទៅជួបខាងរដ្ឋសភាហើយរដ្ឋសភាសន្យាថានឹងពេលបានសេចក្តីព្រាងច្បាប់ហ្នឹងនឹងចែកឲ្យសង្គមស៊ីវិលដើម្បីអាចនឹងរៀបចំការពិគ្រោះយោបល់ក៏ប៉ុន្តែខ្ញុំមិនដឹងថាតើរដ្ឋសភានឹងគាត់ធ្វើការពិគ្រោះយោបល់កម្រិតប៉ុណ្ណាទូលាយប៉ុណ្ណាពេលវេលាដើម្បីឲ្យយើងពិនិត្យមើលសេចក្តីព្រាងច្បាប់នឹងប៉ុណ្ណាយើងអត់ដឹងដែរប៉ុន្តែក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមេរដ្ឋាភិបាលនេះដែលមិនទាន់មានការពិភាក្សាពិគ្រោះយោបល់នៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយដែលបានទើបតែបញ្ចប់ទៅនៅឆ្នាំ2015នេះមុនមកមានច្បាប់ផ្សេងទៀតទេដែលរដ្ឋាភិបាលគាត់ធ្វើឲ្យដោយមិនបានឆ្លងកាត់ការពិភាក្សាឲ្យអនុម័តតែម្ដងបាទមានច្បាប់ខ្លះមានការពិគ្រោះយោបល់ដែរតែមានច្បាប់ខ្លះក៏យើងបញ្ញាប់ដូចគ្នាហើយភាគច្រើនគឺបញ្ញាប់ច្រើនជាងដែលថាអត់ពិគ្រោះយោបល់ច្រើនជាងពិគ្រោះយោបល់គាត់តែគ្រាន់តែសេចក្តីព្រាងច្បាប់ចុងក្រោយនេះវាប៉ះពាល់ដល់តែផលប្រយោជន៍ទៅដល់សិទ្ធិសេរីភាពរបស់ដល់សកម្មភាពរបស់អង្គការរដ្ឋាភិបាលបានជាអង្គការសមាគមរដ្ឋាភិបាលហ្នឹងក្រៅរដ្ឋាភិបាលហ្នឹងគឺមានការយកចិត្តទុកដាក់ណាហើយអាហ្នឹងម្យ៉ាងទៀតយើងសួរថាហេតុអីបានប្រទេសខ្លះដូចជាសហរដ្ឋអាមេរិកគាត់មានការចាប់អារម្មណ៍មិនមែនឲ្យតែគ្រប់ទៅរឿងសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ទេក៏ប៉ុន្តែវាពាក់ព័ន្ធនឹងទី1ពាក់ព័ន្ធនឹងថវិកាការផ្ដល់ថវិកាផ្ដល់ជំនួយណាហើយដូច្នេះបើសិនជាគេមើលទៅឃើញ
អង្គការសង្គមស៊ីវិលហ្នឹងច្បាប់នឹងរឹតបន្តឹងបើធ្វើអីមិនកើតទេយកលុយទៅចាក់អត់ប្រយោជន៍ដែរគេឈប់ជួយអាហ្នឹងមួយទៅហើយទី2ច្បាប់នេះមិនមែនអាចមានឥទ្ធិពលឬក៏ប៉ះពាល់ដល់អង្គការរដ្ឋាភិបាលនៅក្នុងស្រុកទេអង្គការអន្តរជាតិជាច្រើនក៏ត្រូវមានការប៉ះពាល់ដែរហើយនេះឆ្នៃបានជាធ្វើឲ្យស្ថានទូតផ្សេងទៀតមានការចាប់អារម្មណ៍ច្រើនពីព្រោះថាវាប៉ះពាល់ដល់អង្គការរបស់គេអង្គការដែលគេមានទីស្នាក់ការនៅប្រទេសគេហ្នឹងគេមកធ្វើការហើយដូចជាបើសិនជាច្បាប់នេះធ្វើទៅបណ្ដាលឲ្យអង្គការអន្តរជាតិទាំងនោះមិនអាចធ្វើការនៅក្នុងស្រុកនៅពេលនោះថវិកាផ្សេងដែលជំនួយផ្សេងត្រូវធ្លាក់មកឲ្យអង្គការរដ្ឋាភិបាលប្រហែលជាមានការកាត់បន្ថយឬក៏អាចឈានគេដកជំនួយមកដូចជាអាចអង្គការរដ្ឋាភិបាលច្រើននឹងត្រូវបិទសកម្មភាពរបស់ខ្លួនអាហ្នឹងប្រហែលជាខ្ញុំមិនដឹងដែរប្រហែលជាគេរាជរដ្ឋាភិបាលអាចចំណេញរដ្ឋាភិបាលក៏មិនដឹងណាប្រសិនបើបិទតើវាអាចថាមានការប៉ះពាល់ទៅដល់បញ្ហាសេដ្ឋកិច្ចនិងសង្គមនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរទេបាទមកពោលសប្តាហ៍ថ្ងៃខ្ញុំសូមបញ្ជាក់ចុះពោលធាតុផ្សំមួយនៃលទ្ធិប្រជាធិបតេយ្យគឺមានស្ថាប័នឯករាជ្យដើម្បីជួយរិះគន់ជួយផ្ដល់យោបល់ដល់អំណាចទាំង3រដ្ឋាភិបាលហើយនិងសភាជាដើមហើយកន្លងមកនោះលទ្ធិប្រជាធិបតេយ្យស្រុកខ្មែរតាមការខ្ញុំវិភាគដែលយើងឈានបានចេះមួយជំហានទៅមុខហ្នឹងគឺក៏ដោយសារមានអង្គការសមាគមដែលឯករាជ្យហ្នឹងច្រើនដែរណាហើយដូច្នេះប្រសិនជាយើងបិទអាហ្នឹងឬក៏ធ្វើឲ្យក្រុមហ្នឹងខ្សោយមាននេះធ្វើបាត់ដល់បាត់ទៅមានន័យថាធាតុផ្សំមួយនៃលទ្ធិប្រជាធិបតេយ្យត្រូវបាត់បង់ហើយដូច្នេះលទ្ធិប្រជាធិបតេយ្យអាចនឹងរអិលថយក្រោយបាទលោកមេធាវីតកតងទៅនឹងសេចក្តីព្រាងច្បាប់នឹងដែរនៅថ្ងៃនេះលោកឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក Scott Bobsey នឹងគាត់បានធ្វើសន្និសីទកាសែតមួយដោយបានអំពាវនាវឲ្យរដ្ឋាភិបាលនឹងអនុម័តច្បាប់មួយប្រកបដោយតម្លាភាពតកតងទៅនឹងសេចក្តីអំពាវនាវនេះតើលោកមេធាវីមើលទៅថាប្រសិទ្ធភាពនៃសេចក្តីអំពាវនាវរបស់លោក Scott Bobsey នេះអាចថានឹងមានប្រសិទ្ធភាពដែរទេបាទខ្ញុំមិនដឹងថាអាចមានប្រសិទ្ធភាពអត់ទេណាក៏តែយើងសង្កេតឃើញថាប្រទេសមួយធំដែលគាត់ឲ្យយោបល់អញ្ចឹងហើយយើងដូចថាបើសិនជារដ្ឋាភិបាលនៅដូចថាអាងខាងយើងមានអធិបតេយ្យភាពហើយយើងអានេះស៊ីសំទៅលើទំនាក់ទំនងរវាងប្រទេសអាមេរិកប្រទេសដែលគេធ្វើដែលគេឲ្យយោបល់ហើយនឹងរដ្ឋាភិបាលយើងថាមានចំណងយ៉ាងម៉េចណាតើចំណងមិត្តភាពរវាងប្រទេសទាំងពីរហ្នឹងវាសំខាន់ជាងច្បាប់ហើយនិយាយរួមទៅច្បាប់ហ្នឹងគេនិយាយរួមទៅអ្នកដែលគេស្នើហ្នឹងគេគ្រាន់សុំឲ្យមានតម្លាភាពតាគេសុំឲ្យមានការពិគ្រោះយោបល់តាគេមានឲ្យយោបល់ថាអ្នកឯងធ្វើកែនេះតាមខ្ញុំអានេះកែតាមខ្ញុំគេមានថាអញ្ចឹងមកដូច្នេះវាមានរឿងអីត្រូវពិបាកជាចុងក្រោយតកតងទៅនឹងដំណើរទស្សនកិច្ចរបស់ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅកម្ពុជារយៈពេល2ថ្ងៃហើយក៏មានប្រតិកម្មពីប្រមុខរដ្ឋាភិបាលក៏ដូចជាចំណាប់អារម្មណ៍របស់រដ្ឋមន្ត្រីការបរទេសកម្ពុជានៅថ្ងៃនេះលោកមេធាវីរំពឹងថានឹងមានការប្រែប្រួលទេទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលទៅលើការអនុម័តច្បាប់នៅថ្ងៃសុក្រសប្តាហ៍នេះខ្ញុំជឿថាអ្នកដឹកនាំប្រទេសយើងលោកមានបទពិសោធន៍ច្រើនណាហើយខ្លួនខ្ញុំផ្ទាល់ខ្ញុំជាអ្នកដែលទទួលស្គាល់អ្នកដែលមានបទពិសោធន៍ណាដូច្នេះខ្ញុំជឿថាសម្ដេចនាយករដ្ឋមន្ត្រីលោកនឹងធ្វើការសម្រេចចិត្តដោយឆ្លើយវិញអរគុណច្រើនលោកមេធាវីសុកសំអឿនដែលបានចំណាយពេលដើម្បីផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ AFE នៅក្នុងនីតិវិទ្យាប្រចាំថ្ងៃនៅថ្ងៃនេះខ្ញុំសូមបញ្ជាក់លោកនាងស្ដាប់ថាលោកមេធាវីសុកសំអឿនគឺជាប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សខ្ញុំសូមអរគុណសូមជម្រាបលាលោកមេធាវីបាទសូមជម្រាបលាកម្មវិធីនេះសហការឧបត្ថម្ភដោយគីណាល់មួយប្រភេទសម្រាប់ការឈឺចុកចាប់មួយប្រភេទគីណាល់អ៊ីបុយសម្រាប់ព្យាបាលឈឺចុកចាប់និងហើមខ្លាំងដូចជាហើមធ្មេញហើមសាច់ដុំក្រិចចង្កេះនិងក្រិចកពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេឋានសូបកូជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលស៊ីម៉ងអិនទ្រីពេជ្រស៊ុបភរឹងស៊ុបភជាប់ស៊ីនវីនយូជាក្រុមហ៊ុនតែមួយគត់សម្រាប់លោកអ្នកដែលនិយមកាហ្វេធម្មជាតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានអំពាវនាវកាលពីថ្ងៃច័ន្ទសូមឲ្យប្រទេសភូមាឈប់រើសអើងទៅលើជនជាតិភាគតិចរ៉ូហីញ៉ាដែលជាប្រភពធ្វើឲ្យកើតមានវិបត្តិជនអន្តោប្រវេសន៍នៅអាស៊ីតាមលោកអូបាម៉ាចំណុចសំខាន់ដែលគេត្រូវធ្វើគឺឈប់រើសអើងមនុស្សដោយមើលទៅលើពណ៌សម្បុរនិងជំនឿសាសនាជុំវិញបញ្ហានេះយើងមានអន្តរាគមន៍ពីឈៀមបុផាជំរាបសួរចា៎ជំរាបសួរម៉ូនីកាបុផានេះគឺជាលើកទី1ដែលគេលើលោកប្រធានាធិបតីអាមេរិកចេញមុខនិយាយពីជនជាតិរ៉ូហីញ៉ា
ចាស់ម៉ូនីកាប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានចេញមុខនិយាយពីជនជាតិរ៉ូហីញ៉ានៅពេលនេះគឺបន្ទាប់មានរបាយការណ៍ជាច្រើនរបស់អង្គការសហប្រជាជាតិនឹងដែលបានបង្ហាញថាមានការកាប់សម្លាប់ជនជាតិរ៉ូហីញ៉ានៅក្នុងរូបភាពឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិដែលនៅតែមានបន្តនៅក្នុងប្រទេសភូមាជនជាតិរ៉ូហីញ៉ារាប់ពាន់នាក់ទៀតសោតដែលធ្វើដំណើរតាមទូកដើម្បីរត់គេចចេញពីការធ្វើទុកបុកម្នេញនៅភូមានឹងក៏កំពុងតែនៅរងគ្រោះនៅក្នុងទូកដែលត្រូវក្រុមឈ្មួញជួញដូរបោះបង់ចោលហើយនឹងអណ្ដែតប្រសាទនៅក្នុងសមុទ្រប្រធានាធិបតីអាមេរិកបានចេញមុខប្រតិកម្មទៅលើវិបត្តិជនជាតិរ៉ូហីញ៉ានៅពេលនេះម៉ូនីកាក៏អាចមកពីលោកឃើញដែរថារដ្ឋាភិបាលភូមាមើលទៅគ្មានចេតនាចង់ចូលរួមដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដែលតាមពិតភូមាជាភាគីដើមហេតុនោះទេជាក់ស្ដែងកាលពីថ្ងៃច័ន្ទម្សិលមិញម៉ូនីកាទាហានជើងទៅភូមានៅតែខាត់រារាំងមិនឲ្យទូកដឹកជនអន្តោប្រវេសន៍ប្រមាណ700នាក់ដែលមួយចំនួនជាជនជាតិរ៉ូហីញ៉ានឹងឲ្យចូលចតទៅក្នុងទឹកដីរបស់ខ្លួនទេអាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលមានទឹកមាត់ប្រៃនិងជាអ្នកដែលអាចដាក់គំនាបទៅលើរដ្ឋាភិបាលភូមារបបសភូមាដែលបានរំលាយហើយនឹងបានប្រែក្លាយខ្លួនជារដ្ឋាភិបាលស៊ីវិលនឹងម៉ូនីកាធ្លាប់បានសន្យាទៅអាមេរិករបស់លោកអូបាម៉ាថានឹងធ្វើកំណែទម្រង់កសាងលទ្ធិប្រជាធិបតេយ្យជាធ្នូទៅនឹងការដកទណ្ឌកម្មមកវិញគឺទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកហើយនិងសហគមន៍អន្តរជាតិកាលពីថ្ងៃច័ន្ទគឺថាលោកអូបាម៉ានៅបានក្រើនរំលឹកជាថ្មីទៅគ្រប់ភាគីនយោបាយមិនថារដ្ឋាភិបាលឬក៏គណៈបកប្រឆាំងភូមាទេឲ្យយកបញ្ហាជនជាតិរ៉ូហីញ៉ានឹងជារឿងសំខាន់ពីព្រោះថាវាជាវិញ្ញាសាដែលអាចបង្ហាញថាភូមានឹងកំពុងតែដើរឬក៏មិនដើរនៅក្នុងគន្លងលទ្ធិប្រជាធិបតេយ្យនៅភូមាខ្ញុំចង់បញ្ជាក់ដែរម៉ូនីកាគឺថាជោគវាសនាជនជាតិរ៉ូហីញ៉ានឹងគឺជាសំណុំរឿងរសើបដែលគេមិនសូវលឺនិយាយនៅក្នុងជួររដ្ឋាភិបាលឬក៏នៅក្នុងចំណោមអ្នកនយោបាយភូមាទេជាពិសេសគឺនៅក្នុងកលៈទេសៈដែលភូមានឹងកំពុងតែរៀបចំការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខលោកស្រីអ៊ុងសានស៊ូជីមេបកប្រឆាំងភូមាផ្ទាល់ក៏ស្ងាត់បិទមាត់មិនដែលលឺនិយាយពីបញ្ហាជនជាតិរ៉ូហីញ៉ានេះដែរឆ្ងល់ដែរបុប្ផាហេតុអីបានជាជលភី Nobel សន្តិភាពលោកស្រីអង្សានស៊ូជីនេះស្ងាត់មាត់ល្អម្ល៉េះនៅក្នុងរឿងជនជាតិរ៉ូហីញ៉ានេះចាស់ម៉ូនីកានៅក្នុងរឿងរ៉ូហីញ៉ាលោកស្រីអង្សានស៊ូជីមិនមែនថាមិនបានធ្វើឬក៏មិនបាននិយាយអ្វីសោះនោះទេលោកស្រីធ្លាប់បានរិះគន់នយោបាយរដ្ឋាភិបាលភូមាដែលបានកំណត់ឲ្យគ្រួសាររ៉ូហីញ៉ាជាតិរ៉ូហីញ៉ានឹងមានកូនតែ2នាក់ហើយកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅលោកស្រីបានឆ្លើយសំណួររបស់អ្នកកាសែតដែលថារដ្ឋាភិបាលនឹងត្រូវតែដោះស្រាយបញ្ហាជនជាតិរ៉ូហីញ៉ានេះលោកស្រីមេបកប្រឆាំងភូមាគឺថាធ្លាប់បាននិយាយពីជនជាតិរ៉ូហីញ៉ាក៏ពិតមែនក៏ប៉ុន្តែអ្វីដែលគេបានកត់សម្គាល់ឃើញម៉ូនីកាគឺថាជំហររបស់លោកស្រីដែលមិនច្បាស់លាស់គឺចាប់តាំងពីមានចំនួនហិង្សារវាងក្រុមជនជាតិរ៉ូហីញ៉ាហើយនិងប្រជាជនភូមាដែលជាពុទ្ធសាសនិកទោះជាអំពើហិង្សានៅឆ្នាំ2012ម៉ូនីកាបានសម្លាប់មនុស្សជាង200នាក់ដែលភាគច្រើនជាជនជាតិរ៉ូហីញ៉ាគឺថាអំពើហិង្សាបានរុញច្រានឲ្យជនជាតិរ៉ូហីញ៉ារត់គេចចេញពីផ្ទះសម្បែងរត់ទៅនៅក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដើម្បីគេចផុតពីការតាមធ្វើបាបរបស់ប្រជាជនភូមាក៏ប៉ុន្តែគេមិនដែលឮលោកស្រីអ៊ុងសានស៊ូជីនឹងប្រកាសថ្កោលទោសក្តែងដល់អាជ្ញាធរឬក៏ថ្កោលទោសប្រជាជនភូមាណាដែលបានធ្វើបាបរកគួនជនជាតិរ៉ូហីញ៉ានោះទេនៅក្រៅអំពើហិង្សារវាងសហគមន៍កាន់សាសនាឆ្នាំ2012លោកស្រីមេបកប្រឆាំងនឹងបានត្រឹមនិយាយការពារខ្លួនថាលោកស្រីនឹងមិនថ្កោលទោសឬក៏កាន់ជើងភាគីណាមួយទេនយោបាយរបស់លោកស្រីគឺផ្សះផ្សារវាងក្រុមចំនួនទាំងពីរបកគឺចាប់ពីតាំងពីពេលនោះហើយម៉ូនីកាគឺគេលែងឃើញលោកស្រីអ៊ុងសានស៊ូជីនឹងចេញមុខនិយាយពីក្រុមជនជាតិរ៉ូហីញ៉ាចុចនិយាយអំពីបុព្វហេតុការពារជនជាតិរ៉ូហីញ៉ានោះបើទោះបីជាមានដំណឹងស្ដីពីការកាប់សម្លាប់ឬក៏នយោបាយគៀបសង្កត់របស់រដ្ឋាភិបាលភូមានឹងទៅលើប្រជាជនភាគតិចរ៉ូហីញ៉ាក៏ដោយអវត្តមានដ៏ពិបាកទ្រាំរបស់លោកស្រីអ៊ុងសានស៊ូជីនេះហើយម៉ូនីកាដែលបានបណ្ដាលឲ្យមានរលករិះគន់យ៉ាងច្រើនពីអង្គការការពារសិទ្ធិមនុស្សរួមទាំងពីជ័យលាភី Nobel សន្តិភាពផងដែរនៅសប្តាហ៍មុនគឺថាសម្ដេចសង្ឃដាឡៃឡាម៉ាហើយនិងអាចារ្យកាតូលិកទូដែលបានទទួលរង្វាន់ Nobel សន្តិភាពដោយលោកស្រីអ៊ុងសានស៊ូជីដែរនោះបានអំពាវនាវទៅលោកស្រីអ៊ុងសានស៊ូជីឲ្យចេញមុខនិយាយគឺដើម្បីធ្វើយ៉ាងណាកុំឲ្យការឈឺចាប់របស់ប្រជាជនរ៉ូហីញ៉ានឹងត្រូវគេកប់បាត់ចោលនៅក្នុងភាពស្ងាត់សុនឈឹងក្រៅតែពីជាប្រធានាធិបតីអាមេរិកលោកអូបាម៉ាម៉ូនីកាខ្ញុំចង់បញ្ជាក់ដែរក៏ជាជ័យលាភី Nobel សន្តិភាពទី3ដែលបានផ្ដល់សារក៏ប៉ុន្តែមិនផ្ទាល់ទៅកាន់លោកស្រីអ៊ុងសានស៊ូជីក៏ប៉ុន្តែមើលទៅគឺថាមេបកប្រឆាំងភូមាហាក់នៅនឹងថ្កល់មិនប្រតិកម្មអ្វីសោះគឺដោយសារតែដៃមាត់របស់គាត់នឹងទៅបានបិទខ្ទប់ហើយនឹងចងជាប់
ដោយសារតែចំណងសន្លឹកឆ្នោតរបស់ប្រជាជនភូមាដែលតាមពិតទៅប្រឆាំងមិនឲ្យមានជនជាតិរ៉ូហិញ៉ានៅក្នុងទឹកដីភូមាតាមអ្នកវិភាគខ្លះម៉ូនីកាលោកស្រីអ៊ុងសានស៊ូជីដែលពេលនេះមានឈាមធ្វើនយោបាយច្រើនជាងឈាមការពារសិទ្ធិមនុស្សគឺថាសង្ឃឹមចង់ក្លាយជាមេដឹកនាំភូមាទៅថ្ងៃអនាគតការបោះឆ្នោតនឹងធ្វើនៅខែវិច្ឆិកាគឺនៅតែប្រមាណខែទៀតតែប៉ុណ្ណោះដូច្នេះគេថាចង់ឬមិនចង់លោកស្រីអ៊ុងសានស៊ូជីមិនចង់លើកយកនិយាយពីបញ្ហាជនជាតិរ៉ូហិញ៉ាដែលជាបញ្ហាដ៏រស័ព្ទនៅពេលនេះដែលនឹងអាចដុតកំហឹងឡើងវិញប្រជាជនភូមាដែលតាមពិតទៅអាចជាអ្នកធ្វើឲ្យគណៈបករបស់លោកស្រីឈ្នះឆ្នោតនៅចុងឆ្នាំនេះទេម៉ូនីកាលោកស្រីអង្សាស៊ូជីបានទទួលរង្វាន់ Nobel សន្តិភាពឆ្នាំ1991សម្រាប់ការតស៊ូឬបម្រាស់របស់លោកស្រីដើម្បីប្រឆាំងទៅនឹងនយោបាយបង្ក្រាបរបស់របបសឹកភូមានៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិគឺលោកស្រីនេះហើយជាវីរៈជននិមិត្តរូបនៃការតស៊ូមិនចុះញោមនឹងអំណាចផ្ដាច់ការបង្ក្រាបប៉ុន្តែប្រសិនបើលោកស្រីមិនធ្វើអ្វីសោះដើម្បីជួយជនជាតិរ៉ូហិញ៉ាដែលកំពុងតែរងការបង្ក្រាបនិងធ្វើទុកបុកម្នេញពីអាជ្ញាធរភូមានេះតើមេបកប្រឆាំងភូមារូបនេះអាចនឹងបាត់បង់គេឈ្មោះដែរឬទេបុប្ផាប្រកាសណាស់ម៉ូនីកាដោយសារតែមិននិយាយអ្វីសោះដើម្បីជួយជនជាតិរ៉ូហិញ៉ាគឺថាកិត្តិនាមរបស់ជ័យលាភី Nobel សន្តិភាពភូមាពេលនេះកំពុងតែចុះស្រអាប់មិនថាទាំងនៅឆាកអន្តរជាតិនិងនៅក្នុងប្រទេសភូមានោះទេនៅក្នុងទឹកដីភូមាបើទោះបីជាលោកស្រីអ៊ុងសានស៊ូជីមិននិយាយការពារជនជាតិរ៉ូហិញ៉ាដោយសារតែខ្លាចបាត់បង់ការគាំទ្រពីប្រជាជនភូមាដែលជាមនុស្សជាតិនិយមហើយនឹងប្រឆាំងសាសនាអ៊ីស្លាមក្តីក៏ប៉ុន្តែលោកស្រីអ៊ុងសានស៊ូជីនឹងគឺថាបានធ្វើឲ្យប្រជាជនភូមាមួយចំនួនខកចិត្តពីព្រោះថាភាពស្ងៀមស្ងាត់បិទមាត់មិននិយាយពីជនជាតិរ៉ូហិញ៉ាយ៉ាងដូចនេះបានបង្ហាញថាលោកស្រីអ៊ុងសានស៊ូជីនឹងបរាជ័យមិនអាចចរចាដោះស្រាយបញ្ហាអ្វីមួយជាមួយនឹងរដ្ឋាភិបាលភូមាទេទីពីរទៀតលោកស្រីអ៊ុងសានស៊ូជីគឺថានឹងអាចបាត់បង់សម្លេងគាំទ្រពីក្រុមជនជាតិភាគតិចដែលមានចំនួនរាប់រយនៅក្នុងប្រទេសភូមាជនជាតិភាគតិចម៉ូនីកាដែលធ្លាប់សង្កេតថាលោកស្រីនឹងជួយអន្តរាគមន៍ដើម្បីបញ្ឈប់សង្គ្រាមជាមួយនឹងទ័ពរដ្ឋាភិបាលភូមានៅបរទេសវិញគឺថាភាពស្ងៀមស្ងាត់តមសម្ដីរបស់ជ័យលាភី Nobel សន្តិភាពភូមាបានធ្វើឲ្យសហគមន៍អន្តរជាតិនឹងរន្ធត់ហើយនឹងខកចិត្តខ្លាំងណាស់ប្រធានអង្គការការពារសិទ្ធិមនុស្ស Human Rights Watch ប្រចាំនៅអាស៊ីធ្លាប់បានចេញមករិះគន់ខ្លាំងលោកស្រីអ៊ុងសានស៊ូជីដែលថាគាត់នៅស្ងៀមមិននិយាយអ្វីសោះបើទោះបីជាជនជាតិភាគតិចរ៉ូហិញ៉ារងការធ្វើបាបពីអាជ្ញាធរភូមាក្តីគេនៅបានចាត់ទុកថាការបិទមាត់មិននិយាយអ្វីសោះរបស់មេបកប្រឆាំងភូមានឹងមានន័យស្មើទៅនឹងការសុំកលុំចូលដៃចូលជើងជាមួយនឹងអាជ្ញាធរភូមានៅក្នុងការសម្លាប់ផុតពូជជនជាតិរ៉ូហិញ៉ានៅភូមាម៉ូនីកាចាអរគុណបុប្ផាចំពោះបទអន្តរាគមន៍នៅថ្ងៃនេះបទយូកានៅកម្ពុជាតំណែងជានាយករដ្ឋមន្ត្រីប្រហែលជាមានមនុស្សមិនតិចទេដែលចង់បានតំណែងនេះប៉ុន្តែគ្រាន់តែភាគច្រើនគេមិននិយាយចេញឲ្យដឹងជាសាធារណៈចំពោះយុវជនជនជាតិគួយប៊ីនយ៉ានក៏មានមហិច្ឆតាខ្ពស់ចង់ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាដែរប៉ុន្តែមិត្តភ័ក្តិអ្នកជុំវិញខ្លួនដែលបានដឹងរឿងនេះបែរជានិយាយចំអកឲ្យប៊ីនយ៉ានថាឈួតនិងចេះតែសម័យផ្ដេសផ្ដាស់ទៅវិញទោះជាយ៉ាងណាក្តីវិសិទ្ធរូបនេះនៅតែចិញ្ចឹមចិត្តថាការមានសុបិនធំគឺធ្វើឲ្យខ្លួនឯងខ្លាំងនិងមានក្តីសង្ឃឹមយើងស្ដាប់បទយូការបស់ហេងឧត្តមមានដើមកំណើតជាជនជាតិគួយបៀនយ៉ានកើតនៅស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងសម្បុរខ្មៅស្រអែមកម្ពស់ជាង 1.70 ម៉ែត្រយុវជនវ័យ24ឆ្នាំរូបនេះមិនញញើតនឹងការប្រកាសអំពីមហិច្ឆតារបស់ខ្លួនថាចង់ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាគាត់សួរកូនសិស្សទាំងអស់ថាអ្នកទាំងអស់គ្នាចង់ធ្វើអ្វីគាត់ថាត្រូវតែមានគោលដៅឲ្យធំមិត្តភ័ក្តិរួមថាខ្ញុំគេក៏ប្រាប់ថាខ្ញុំចង់ក្លាយជាពេទ្យចង់ក្លាយទៅជាគ្រូបរិញ្ញាបត្រសាស្ត្រាចារ្យអញ្ចឹងណាប៉ូលីសទាហានអញ្ចឹងទៅចំណែកខ្ញុំក៏ប្រាប់ថាខ្ញុំចង់ក្លាយនាយករដ្ឋមន្ត្រីកម្ពុជាខ្ញុំអ្នកសើចថាប្រហែលជារដ្ឋមន្ត្រីហើយមកទៅរដ្ឋមន្ត្រីវងទាផងណាតែខ្ញុំមិនខឹងប្រកបទេអ្វីសម្បត្តិមកខ្ញុំគឺចង់ខ្លាចជានាយករដ្ឋមន្ត្រីចឹងខ្ញុំអត់ខ្លាចក្នុងការនិយាយទេតែជាថ្នាក់ទី10គឺខ្ញុំចាប់ដើមសរសេរគោលដៅជំវិញបន្ទុករបស់ខ្ញុំដាក់ថាខ្ញុំនឹងខ្លាចជានាយករដ្ឋមន្ត្រីនៅរយៈពេល15ឆ្នាំអញ្ចឹងមានន័យថានៅឆ្នាំ2009ខ្ញុំបាននិយាយអញ្ចឹងមានន័យថាសល់10ឆ្នាំទៀតពុំមានជាប់សាច់ឈាមខ្សែស្រឡាយអ្នកធំនិងជិះកង់ទៅរៀនរាល់ថ្ងៃតែមូលហេតុដំបូងនៃមហិច្ឆតាចង់ខ្លាយជាអ្នកដឹកនាំប្រទេសគឺដោយសារតែការមាក់ងាយនិងការសើចចំអកពីអ្នកដទៃដោយសារតែគេមើលងាយខ្ញុំទាំងបងប្រុសខ្ញុំទាំងបងស្រីឯងគាត់និយាយថារស់ស៊ីចំគុណគេមិនរស់ទេអញ្ចឹងណាដោយសារខ្ញុំស្គមខ្ញុំមានកម្លាំងបាយហើយគេថាខ្ញុំរស់ស៊ីមិនឡើងទេនៅភូមិណាហើយគេថាក្មេងកំព្រាមួយទៀតអ្វីដែលជាការជំរុញចិត្តបំផុតហ្នឹងកាលពីតូចមកគឺខ្ញុំជួយចិត្តលេងចាប់អីក៏ដោយឬក៏លេងសម្ដែងអីក៏ដោយគឺខ្ញុំជួយចិត្តសម្ដែងធ្វើជាមេគេដូចថាធ្វើជាមេតបមកអីចឹងណាគេច្រើនទៅហៅខ្ញុំលេងថាអាយដាមវិញ្ញាណអីអមអញ្ចឹងណាប៉ុន្តែខ្ញុំនៅគ្រាគោលឡើយទេកាលនោះគឺខ្ញុំនៅគ្រាគោលគេអីណាដល់ពេលគេសើចខ្ញុំចាប់ផ្ដើមតាំងចិត្តថាថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យពិតមែនអញ្ចឹងចាប់ផ្ដើមកើត
ជាខ្ញុំចាប់ផ្ដើមប្រឹងរៀនចាប់ផ្ដើមខ្ញុំគិតទៅដល់អ្វីមួយដែលវាធំទូលាយមូលហេតុចម្បងមួយទៀតរបស់បៀនយ៉ានគឺដោយសារតែបានអានសៀវភៅស្ដីពីកំពូលមេដឹកនាំពិភពលោកជាច្រើនអ្នកគឺនៅពេលខ្ញុំបានអានសៀវភៅនៅវិទ្យាល័យកាន់តែច្រើនខ្ញុំក៏ចាប់ផ្ដើមអានប្រវត្តិពីប្រធានាធិបតីអាមេរិកទី16ឈ្មោះ Abraham Lincoln គាត់ជាមនុស្សអ្នកក្រដែរដល់ពេលអានទៅគឺប្រវត្តិវាស្តៀងជាមួយខ្ញុំដែរហើយម្ដាយគាត់ស្លាប់ទៅពីតូចឪពុកក៏ជាប្រមឹកហើយបោះបង់គាត់ចោលហើយមកពីស្រុកស្រែតែមានគោលដៅធំទីបំផុតគាត់អាចខ្លាយជាប្រធានាធិបតីអាមេរិកបានអញ្ចឹងនៅពេលខ្ញុំអានសៀវភៅហ្នឹងហើយសៀវភៅហ្នឹងបានជំរុញទឹកចិត្តខ្ញុំថាខ្ញុំគួរធ្វើអ្វីមួយបន្ទាប់មកខ្ញុំក៏អានសៀវភៅមួយទៀតសៀវភៅមួយគេថាកំពូលមេដឹកនាំនៅលើពិភពលោកពេលដែលខ្ញុំអានចាប់ផ្ដើមអារម្មណ៍របស់ខ្ញុំគឺស្លងទៅលើហ្នឹងចាប់ផ្ដើមខ្ញុំស្មើសម័យថាខ្ញុំនឹងខ្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមហ្នឹងដែរនៅក្នុងប្រវត្តិសាស្ត្រហើយដល់ពេលខ្ញុំអានប្រវត្តិគឺប្រវត្តិមេដឹកនាំទាំងអស់ហ្នឹងគឺសិទ្ធិអ្នកក្រដូចជាម៉ាសេតុងដូចជាប្រវត្តិ Nelson Mandela មកពីជនជាតិភាគតិចដែរដូចជា Roosevelt របស់អាមេរិក Abraham Lincoln អញ្ចឹងសិទ្ធិមេដឹកនាំដែរក្រខ្សត់តែហេតុអីបានជាប្រកបបានអញ្ចឹងធ្វើឲ្យខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាខ្ញុំក៏មកពីនឹងដែររឿងអីដែលខ្ញុំមិនអាចធ្វើបានជាក្មេងកំព្រាដែលម្ដាយស្លាប់ចោលតាំងពីវ័យបាន2ឆ្នាំហើយត្រូវឪពុកបោះបង់ចោលទៅយកប្រពន្ធថ្មីតាំងតែពីយ៉ានមានអាយុ4ទៅ5ឆ្នាំបន្ទាប់មកកុមារាបៀនយ៉ានត្រូវដើរផ្ញើជីវិតជាមួយនឹងបងប្អូនហើយត្រូវបានរសាត់អណ្ដែតទៅជ្រកខ្លួននៅវត្តដើម្បីអាចចូលរៀនហើយក្លាយជាសិស្សពូកែអក្សរសិល្ប៍ខ្មែរនៅឆ្នាំ2009បន្ទាប់មកក៏ខ្ញុំតស៊ូរៀនទៀតខ្ញុំទៅខេត្តទៅសុំលោកនៅខេត្តព្រំត្រែងហ្នឹងនៅវត្តកណ្ដាលថ្នាក់ទី10ថ្នាក់11ខ្ញុំនៅវត្តភ្នំវត្តភ្នំហ្នឹងគឺវត្តភ្នំនៅខេត្តសង្ត្រែងទេបាទហើយចាប់ថ្នាក់ទី11ខ្ញុំក៏ទៅនៅវត្តកណ្ដាលវិញថ្នាក់12ខ្ញុំទៅនៅវត្តកណ្ដាលអញ្ចឹងនៅពេលដែលខ្ញុំប្រឡងរៀនហើយក៏ខ្ញុំដាក់អាហារូបករណ៍ប្រឡងមកបញ្ញាសាស្ត្រទៅខ្ញុំមើលលទ្ធផលក៏ជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនៅឆ្នាំ2012ពេលមករៀនវិទ្យាសាស្ត្រនយោបាយនៅក្រុងភ្នំពេញដំបូងយុវសិស្សយ៉ានបានសុំលោកស្នាក់នៅក្នុងវត្តអូណាឡោមបានមួយរយៈហើយបន្តសុំស្នាក់នៅជាមួយអ្នកដទៃបើក្រឡេកមើលជាក់ស្ដែងនៅក្នុងថ្នាលនយោបាយកម្ពុជាមានអ្នកនយោបាយខ្លះដូចជាលោកសំរងស៊ីជាដើមធ្វើនយោបាយជិត30ឆ្នាំទៅហើយនៅមិនទាន់បានសម្រេចក្តីបំណងថាចង់ក្លាយជានាយករដ្ឋមន្ត្រីផងហើយមែនទែនទៅលោកសំរងស៊ីប្រឡូកក្នុងវិស័យនយោបាយតាំងតែពីបៀនយ៉ាននៅមិនទាន់កើតផងម្យ៉ាងទៀតយុវជនកូនចៅថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៅពេលបច្ចុប្បន្នក៏កំពុងតែមានប្រជាប្រិយភាពស្រាប់ផងប៉ុន្តែទោះយ៉ាងណាក្តីបៀនយ៉ានគិតថាខ្លួននៅមានវ័យក្មេងនិងមានសមត្ថភាពឲ្យតែការប្រកួតប្រជែងប្រកបដោយសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដនោះគេក៏នឹងអាចមានឱកាសដែរអានេះខ្ញុំគិតថាវាជារឿងល្អវិញពួកខ្ញុំណាពីព្រោះឥឡូវថាឯកឧត្តមសំស៊ីគាត់ប្រកួតចែងហើយមានកូនប្រុសអិសរាជជននយោបាយនៅក្នុងប្រទេសយើងគាត់ក៏ចង់ខ្លាយដែរអញ្ចឹងខ្ញុំគិតថាបើសិនតែប្រជាធិបតេយ្យពិតប្រាកដបើទោះបីជាខ្ញុំចាញ់ក៏ខ្ញុំអស់ចិត្តដែរបាទអញ្ចឹងគឺខ្ញុំចង់ចូលរួមប្រកួតចែងមួយដែរទោះបីខ្ញុំក្រខ្ញុំអត់មានលុយវេលាស្អីដូចគេទេប៉ុន្តែខ្ញុំចង់ប្រកួតប្រជែងហ្នឹងហើយខ្ញុំកាន់តែអរដែលនៅពេលដែលខ្ញុំមានគូប្រកួតប្រជែងឲ្យថាខាងកូនរបស់អិសរាជជននយោបាយជនខ្ពស់ហើយគាត់មកចូលរួមដែរគាត់ចង់ខ្លាយនយោបាយប៉ុន្តែសូមកុំឲ្យគៀបសង្កត់អាហ្នឹងគឺបើយើងឈ្នះគឺឈ្នះដោយអស់ចិត្តមានថាចាញ់ដោយអស់ចិត្តដែរនៅមជ្ឈដ្ឋានប្រទេសជឿនលឿនមួយចំនួនតែបណ្ដុះមនុស្សឲ្យមានក្តីសុបិនខ្ពស់ហើយបង្រៀនមនុស្សឲ្យខំស្វិតស្វាញដើម្បីសម្រេចក្តីសុបិននោះផ្ទុយទៅវិញចំពោះបៀនយ៉ានគឺមិនសូវមានអ្នកជំរុញឲ្យបន្តរក្សាក្តីសុបិនទេមានតែអ្នកធ្លាប់និយាយថាឲ្យបញ្ចប់ការគិតផ្ដេសផ្ដាស់នោះទៅហើយថាឲ្យគាត់ថាជាមនុស្សឈួតឬមិនគ្រប់ទឹកទៀតផងពេលខ្លះនៅពេលដែលខ្ញុំប្រាប់ពីក្តីសុបិនរបស់ខ្ញុំទៅគេសើចខ្ញុំប៉ុន្តែខ្ញុំមានទស្សនវិជ្ជាមួយផ្ទាល់ខ្លួនរបស់ខ្ញុំណាខ្ញុំលើកទឹកចិត្តខ្ញុំថានេះប្រហែលជាអាចសើចខ្ញុំពេលដែលខ្ញុំបានប្រាប់ពីក្តីសុបិនប៉ុន្តែអ្នកនឹងរត់ទៅសើចខ្ញុំបន្ថែមទៀតបើសិនមកអ្នកដឹងថាខ្ញុំអាចរស់នៅបានគឺដោយសារតែក្តីសុបិនធំរបស់ខ្ញុំហ្នឹងឯងក្រៅពីការចង់អភិវឌ្ឍឲ្យប្រទេសជាតិមានការរីកចម្រើនស្មើមុខស្មើមាត់នឹងបរទេសធ្វើកំណែទម្រង់វិស័យសេដ្ឋកិច្ចនិងអប់រំជាដើមហើយប្រសិនបើយ៉ាន់បៀនអាចនឹងមានលទ្ធភាពក្លាយជានាយករដ្ឋមន្ត្រីនោះកិច្ចការដំបូងដែលយ៉ាន់បៀនថាប្រកាសនឹងធ្វើនោះគឺចង់រុះរើគណៈរដ្ឋមន្ត្រីហើយដាក់អ្នកដែលមានសមត្ថភាពនៅក្នុងការងារមួយចំនួនមានន័យថាខ្ញុំត្រូវរុះរើយុទ្ធសិទ្ធិនិស្សិតបណ្ឌិតខ្លាំងៗដែលគាត់ធ្លាប់ទៅរៀននៅបរទេសដើម្បីមកចូលផ្នែកហ្នឹងនៃឋានៈដែលមានសមត្ថភាពធ្វើការងារតាមផ្នែករៀនខ្លួនសប្តាហ៍ថ្ងៃទើបតែរៀនមហាវិទ្យាល័យឆ្នាំទី2តែយុវជននេះបានការងារធ្វើជាជំនួយការនយោបាយនិងកិច្ចការរដ្ឋបាលឲ្យសាលាអន្តរជាតិមួយមកពីប្រទេសអង់គ្លេសហើយយកប្រាក់ខែដើម្បីរស់នៅជួលផ្ទះនៅម្នាក់ឯងក្រៅពីធ្វើការទាំងនេះបៀនយ៉ានក៏មានការងារមួយទៀតនៅពេលយប់គឺធ្វើជាពិធីករនៅស្ថានីយ៍វិទ្យុមួយជារៀងរាល់ថ្ងៃដើម្បីបន្តដំណើរទៅកាន់ក្តីសុបិនដ៏វែងឆ្ងាយនោះបៀនយ៉ានបានត្រៀមខ្លួនយ៉ាងច្រើនគាត់បានប្រឡូកនៅក្នុងវិស័យភាពយន្តដើម្បីឲ្យគេស្គាល់
ល់ច្រើនចូលនិយាយតាមទូរទស្សន៍និងវិទ្យុព្រមទាំងបង្ហាញខ្លួនតាមកាសែតនានាទៀតផងបន្ថែមពីនេះយុវជនយ៉ានបានប្រឹងរៀនភាសាបរទេសគាត់ចេះថៃឡាវនិងអង់គ្លេសបានល្អហើយថែមទាំងចេះនិយាយភាសាបារាំងនិងភាសាចិនប្រើការបានខ្លះបច្ចុប្បន្ននេះគាត់កំពុងរៀនភាសាវៀតណាមថែមមួយភាសាទៀតទោះយ៉ាងនេះក្តីគាត់នៅមិនបានប្រឡូកនៅក្នុងសកម្មភាពនយោបាយនៅកម្ពុជាឲ្យស៊ីជម្រៅឬនៅក្នុងគណៈបកនយោបាយណាមួយនៅឡើយទេព្រោះបៀនយ៉ានចង់រៀនឲ្យចប់ថ្នាក់បណ្ឌិតពីបរទេសសិនអ្វីដែលខ្ញុំត្រូវប្រឹងខ្ញុំត្រូវធ្វើហ្នឹងគឺខ្ញុំត្រូវរៀនឲ្យចប់សាកលវិទ្យាល័យហើយឲ្យប្រកាសមានថាឲ្យបានបន្ទុកខ្ពស់ GPA ខ្ពស់បែរជា2018ខ្ញុំត្រូវសម្រាប់ឲ្យជាប់អាហារូបករណ៍ទៅបរទេសផ្នែកថ្នាក់នុបណ្ឌិតហើយសាកលវិទ្យាល័យដែលខ្ញុំចង់ទៅគឺសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកសាកលវិទ្យាល័យលេខ1លើពិភពលោកខ្ញុំចង់ដាក់ពាក្យផ្នែកច្បាប់នៅទីនោះប៉ុន្តែខ្ញុំរៀនចប់នៅឆ្នាំ2020 2021គឺខ្ញុំចប់បណ្ឌិតមានថាខ្ញុំរៀនរហូតដល់តែខ្ញុំចប់បណ្ឌិតទៅបានខ្ញុំបង្កើតគណៈបកនយោបាយបើសិនបើខ្ញុំអាចរៀនចប់បណ្ឌិតទេខ្ញុំនឹងមិនបង្កើតគណៈបកនយោបាយអញ្ចឹងខ្ញុំមានផែនការច្បាស់លាស់អញ្ចឹងដើម្បីធ្វើកិច្ចការហ្នឹងមួយទៀតគឺខ្ញុំត្រូវនិពន្ធសភៅលក់ហើយខ្ញុំត្រូវតែបង្កើតអាជីវកម្មមួយដល់ខ្លួនឯងដើម្បីធ្វើនយោបាយហើយខ្ញុំអាចចំណេញបានខ្ញុំនឹងយកលុយហ្នឹងទៅជួយជីវរដ្ឋផងនិងបង្កើតសម្រាប់គ្រប់គ្រងគណៈបកនយោបាយខ្លួនឯងផងទោះយ៉ាងណាក្តីយុវជនជាតិគួយរូបនេះចង់ឲ្យមនុស្សគ្រប់រូបមានសុបិនខ្ពស់យ៉ាងបញ្យល់ថាការមានក្តីស្រមៃធំគឺធ្វើឲ្យមនុស្សរឹងមាំនិងមានក្តីសង្ឃឹមហើយភាគច្រើនគឺអាចសម្រេចបំណងតែបើទោះបីជាមិនបានសម្រេចបាន 100% ក្តីក៏អាចនឹងប្រហាក់ប្រហែលនោះដែរខ្ញុំចង់ឲ្យយុវជនមានក្តីសុបិនធំនៅក្នុងប្រទេសកម្ពុជាយើងបើសិនបើប្រជាជនទាំងអស់ចង់ខ្លាចជានាយករដ្ឋមន្ត្រីកាន់តែល្អពីព្រោះថានៅពេលដែលមនុស្សនោះចង់ខ្លាចនាយករដ្ឋមន្ត្រីមនុស្សនោះចាប់ផ្ដើមគិតស្រះពីប្រទេសជាតិហើយចាប់ផ្ដើមខ្វាយខ្វល់ពីប្រទេសជាតិចាប់ផ្ដើមគិតពីសេដ្ឋកិច្ចត្រូវប្រឹងប្រែងមិនជួយប្រទេសជាតិអញ្ចឹងគាត់ត្រូវគិតដែរអញ្ចឹងខ្ញុំសនំពោឲ្យយុវជនទាំងអស់ត្រូវតែមានគោលដៅធំបើយើងអត់មានគោលដៅធំយើងនឹងធ្វើការងារសើសើហើយនៅតែក្រោមគេណាមានគោលដៅកាន់តែធំធ្វើឲ្យមនុស្សយើងប្រឹងប្រែងកាន់តែខ្លាំងបើទោះបីយើងមិនដល់គោលដៅក៏យើងនៅតែខ្ពស់ជាងអ្នកដទៃមួយចំនួនដែរមិនមានគោលដៅធំណាអញ្ចឹងគោលដៅធំគឺជាកត្តាដែលធ្វើឲ្យយើងខ្លាំងបើនិយាយទៅធ្វើយើងខ្លាំងហើយធ្វើឲ្យអ្នកដទៃខ្លាំងទៀតហើយធ្វើប្រទេសជាតិខ្លាំងទៀតអញ្ចឹងមានគោលដៅកាន់តែធំកាន់តែល្អដូច្នេះគេនឹងរងចាំមើលថាតើបរិះមានក្តីសុបិនធំរូបនេះអាចសម្រេចបំណងរបស់ខ្លួនបានដែរឬទេឬក៏ក្តីសុបិនរបស់គាត់គ្រាន់តែជាការស្រមៃដែលមិនអាចកើតមានអក្សរសិល្ប៍ខ្មែរនៅក្នុងនីតិអក្សរសិល្ប៍ខ្មែរនៅថ្ងៃនេះវ៉ាន់ឌីកាអនសូមលើកឡើងអំពីការនិពន្ធនៅកម្ពុជាដូច្នេះសូមអញ្ជើញស្ដាប់ដូចតទៅស្នាដៃរបស់អ្នកនិពន្ធខ្មែរពីសតវត្សទី19មកទល់នឹងសតវត្សទី20មានជាច្រើនឥតកណនាប៉ុន្តែដោយមធ្យោបាយសម្រាប់រក្សាទុកឯកសារទាំងនោះនៅទន់ខ្សោយវណ្ណកម្មមួយចំនួនធំក៏បាត់បង់អស់ទៅអ្នកប្រាជ្ញខ្មែរនិងបារាំងបានខិតខំចម្លងទុកណាស់ដែរប៉ុន្តែនៅទីបំផុតក៏ត្រូវបាត់បង់អស់ទៅវិញដោយមូលហេតុការនិយមនិងមូលហេតុនយោបាយផ្សេងៗម្យ៉ាងទៀតអត្ថន័យជ្រៅជ្រះដែលបង្កប់នៅក្នុងសត្រាវបែងនិងប្រយោលលោកទាំងនោះក៏ពុំសូវមានអ្នកអក្សរសិល្ប៍យកមកវិភាគវែកញែកប៉ុន្មានដែររឿងខឿមានលក្ខណៈសាមញ្ញបំផុតក៏ពិតមែនប៉ុន្តែតាមរយៈពាក្យពេចន៍ដ៏ប៉ិនប្រសប់អ្នកនិពន្ធខ្លះក៏បានតាក់ទាញឲ្យយើងយល់អំពីមូលហេតុដ៏ចម្បងនៃវិបត្តិសង្គមវិបត្តិនយោបាយនៅជំនាន់នីមួយផងដែរចំពោះបញ្ហាកម្មផលតាមបែបបទពុទ្ធនិយមដែលអ្នកនិពន្ធនៃសតវត្សទី19តែងតែយកមកធ្វើជាសាច់រឿងដោយសំអាងទៅតាមគម្ពីរបញ្ញាជាដកឬទស្សជាដកគេអាចបកស្រាយបានច្រើនបែបគឺតាមផ្លូវទស្សនវិជ្ជាក៏បានតាមបញ្ញត្តិសង្គមសាស្ត្រក៏បានតាមក្រិតក្រមនយោបាយឬប្រវត្តិសាស្ត្រក៏បានហើយនេះដោយមិននិយាយអំពីទេពកោសល្យប្រើពាក្យពេចន៍ឃ្លាឃ្លោងបញ្ឆិតបញ្ឈៀងនឹងការបង្ហាញតួអង្គផងទេជាទូទៅគេសង្កេតឃើញថាអ្នកនិពន្ធទាំងនោះច្រើនតែលើកឡើងអំពីការប្រយុទ្ធដ៏ស្វិតស្វាញរវាងអ្នកតំណាងសភាវៈល្អនិងអ្នកកាន់ធរសភាវៈអាក្រក់នៅក្នុងក្រឡានៃក្រិតក្រមសង្គមកាលសម័យនោះ
សារៈនៃធរនីមួយបានត្រូវអ្នកនិពន្ធលើកឡើងយ៉ាងពិស្ដារប៉ុន្តែទោះជាធរអាក្រក់ចិត្តសាហាវខូខើមានកម្លាំងខ្លាំងក្លាមានពឹសពុលយ៉ាងណាក្តីក៏សម្រេចសម្រួចទៅនៅតែមិនឈ្នះធរល្អដដែលទោះជាពិតឬមិនពិតក្តីទោះជាសមហេតុសមផលឬមិនសមហេតុសមផលយ៉ាងណាក៏ដោយគេក៏អាចយល់ផងដែរថាការប្រយុទ្ធដ៏ស្វិតស្វាញរវាងសភាវៈទាំងពីរនេះចេះតែមានជាហូរហែបន្តមកទៀតរហូតមកដល់សព្វថ្ងៃនេះនៅសតវត្សទី20អ្នកនិពន្ធប្រឡំយកច្រើននាំគ្នារិះគន់អិរិយាបថកោងកាចរបស់អ្នកមានទ្រព្យសម្បត្តិនិងអ្នកមានអំណាចអំពីសេចក្តីស្នេហាបរិសុទ្ធរវាងកូនអ្នកក្រនិងកូនអ្នកមានដែលពុំបានសម្រេចព្រោះតែការប្រកាន់វណ្ណៈនៅក្នុងសង្គមប៉ុន្តែអ្នកនិពន្ធតិចណាស់ដែលបានលើកឡើងអំពីបាតុភូតនៃសេចក្តីស្នេហារវាងបុគ្គលនិងបុគ្គលអំពីជីវិតឬវិបត្តិក្នុងគ្រួសារបន្ទាប់ពីគូស្នេហ៍បានជួបគ្នាបើគូស្នេហ៍បានជួបគ្នាគឺរឿងត្រូវចប់នៅពេលនោះតែម្ដងគឺខុសពីប្រឡំយកនៅអឺរ៉ុបដែលចាប់ផ្ដើមពីចំណុចនេះទៅវិញព្រោះគេយល់ថាជីវិតប្តីប្រពន្ធជាវិញ្ញាសាមួយដ៏សំខាន់តាមរយៈស្នាដៃអក្សរសិល្ប៍ទាំងឡាយនោះគេអាចសន្និដ្ឋានថាសង្គមខ្មែរជាសង្គមដែលមានសណ្ដាប់ធ្នាប់តឹងតែងល្អណាស់នៅក្នុងបរិបទនេះគេកម្រឃើញប្តីប្រពន្ធលែងលះគ្នាដូចនៅក្នុងសង្គមនានានៅអឺរ៉ុបប៉ុន្តែផ្ទុយទៅវិញគឺសង្គមទេដែលមានបញ្ហាចម្រូងចម្រាសដូចជាអំពើពុករលួយនិងបាតុភូតគ្រួសារនិយមនៅក្នុងបរិបទនយោបាយនិងច្បាប់ជាដើមតើនេះបណ្ដាលមកពីហេតុអ្វីទី1គឺមកពីគេជឿទៅលើសុភមង្គលនៅក្នុងគ្រួសារដោយពាក្យប្រជាប្រិយខ្មែរតែងតែលើកឡើងជារឿយៗធ្វើអ្វីក៏ធ្វើដែរឲ្យតែគ្រួសារមានលំនឹងបន្តទៅទៀតទោះជាត្រូវប្រមាថសេរីភាពរបស់បុគ្គលឬក្បត់យុត្តិធម៌និងសច្ចធម៌ក៏ដោយដើម្បីប្រពន្ធប្តីធ្វើអ្វីគ្រប់បែបយ៉ាងឲ្យតែគ្រួសារបានសុខស្រួលហើយដើម្បីប្តីប្រពន្ធលែងគិតពីសេរីភាពរបស់ខ្លួនផ្ទាល់អ្វីទាំងអស់អិរិយាបថទាំងនេះជាកត្តាមួយដែលអាចធ្វើឲ្យសង្គមទាំងមូលបាត់បង់នៅធម៌ពលរបស់ខ្លួនការកសាងសង្គមឲ្យមានការរីកចម្រើនគ្រប់វិស័យមិនមែនតែជាការកសាងគ្រួសារឲ្យបានថត់ធំមានលំនឹងតែមួយមុខនោះទេតែបន្ថែមពីនោះគេត្រូវរក្សាសេរីភាពឧត្តមគតិនិងធម៌ពលរបស់បុគ្គលម្នាក់ៗឲ្យបានព្រោះគឺសេរីភាពឧត្តមគតិនិងធម៌ពលរបស់បុគ្គលនេះហើយដែលជាកត្តាលូតលាស់របស់សង្គមទាំងមូលប៉ុន្តែបើគេពិនិត្យស្នាដៃអក្សរសិល្ប៍នៅសតវត្សទី19និងទី20គ្រួសារខ្មែរពុំមានបញ្ហាបែបនេះទេគឺមានតែបញ្ហាសង្គមនិងនយោបាយប៉ុណ្ណោះដែលគេអាចសន្និដ្ឋានបានថាបណ្ដាលមកពីគំនិតគ្រួសារនិយមនេះតែម្ដងហើយដែលជាកត្តានៃការអដំណើររបស់រដ្ឋនិងសង្គម
វិទ្យុបារាំង AFE ជាខេមរៈភាសាផ្សាយមួយថ្ងៃ13ម៉ោងពីម៉ោង7ព្រឹកដល់ម៉ោង8យប់ដោយមានកម្មវិធីព័ត៌មាន3ម៉ោងក្នុងមួយថ្ងៃគឺពេលព្រឹកពីម៉ោង7ដល់ម៉ោង8ថ្ងៃរសៀលពីម៉ោង1ដល់ម៉ោង2ពេលយប់ពីម៉ោង7ដល់ម៉ោង8សូមកុំភ្លេចបើកស្ដាប់វិទ្យុបារាំង AFE 92 MHz នៅភ្នំពេញនិងសៀមរាប 94.5 MHz នៅបាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាមស្ដាប់វិទ្យុបារាំងដើម្បីស្គាល់ពិភពលោកកាន់តែច្បាស់និងដើម្បីទទួលចំណេះដឹងលោកអ្នកនាងជាទីមេត្រីយើងខ្ញុំសូមថ្លែងអំណរគុណចំពោះភក្ដីភាពរបស់អស់លោកអ្នកនាងដែលបានតាមដានស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFE កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងយើងរយៈពេលពេញ1ម៉ោងបានឈានដល់ទីបញ្ចប់ហើយចាប់ពីម៉ោង8យប់នេះតទៅលោកអ្នកនឹងបានស្ដាប់កម្មវិធីជាភាសាបារាំងកម្មវិធីជាខេមរៈភាសារបស់វិទ្យុបារាំងយើងនឹងវិលមកជួបលោកអ្នកនាងនៅម៉ោង7ព្រឹកស្អែកបន្តទៀតដែលកម្មវិធីដំបូងជាកម្មវិធីព័ត៌មានពេញ1ម៉ោងខ្ញុំសូមអរគុណរ៉ូសាដែលបានបញ្ជាផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំមនិតម៉ូនីកានិងសហការីវិទ្យុបារាំងសូមអរគុណនិងសូមជម្រាបលាលោកស្រីអ្នកនាងកញ្ញាតទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានជាភាសាបារាំង